រពេលដែលគាត់ចង់អបកូនស្រីតែងតែគេចចេញដោយមិនដឹងខ្លួនគាត់តែងតែគិតថាកូនស្រីមានចរិតចម្លែកតែរហូតដល់ថ្ងៃនេះគាត់ស្រាប់តែសម្លេងក្នុងចិត្តរបស់កូនស្រីតើខ្ញុំគួរប្រាប់អ្នកម៉ាក់ទេថាបងស្រីតែងតែវាខ្ញុំឬបែបនេះគាត់ស្រាប់តែធ្លាក់ថ្លើមព្រោះគាត់នឹកស្មានមិនដល់តតែស្របពេលដែលគាត់មិននៅផ្ទះកូនចិញ្ចឹមហ៊ានធ្វើបាបកូនបង្កើតរបស់គាត់តាមចិត្តខណៈពេលដែលគាត់រៀបនឹងទៅសួរឲ្យច្បាស់ភាពយុត្តិធម៌និងការភ័យខ្លាចក្នុងចិត្តកូនស្រីក៏ផ្ទុះឡើងម្ដងទៀតតែលោកប៉ាធ្លាប់និយាយថាអ្នកម៉ាក់មិនចូលចិត្តក្មេងដែលពូកែប្តឹងផ្ដោតទេហើយរឹតតែមិនចូលចិត្តខ្ញុំទៀតបើខ្ញុំមិននិយាយខ្ញុំប្រហែលជាមិនអាចរស់ចាំអ្នកម៉ាក់មកវិញទេវាហើយគាត់មានអារម្មណ៍ដូចត្រូវរន្ទះបាញ់អញ្ចឹងពេលនោះស្វាមីគាត់ក៏បានដេញគាត់ឲ្យប្រញាប់ចេញទៅទាំងមិនអត់ធ្មត់បើមិនអញ្ចឹងទេនឹងមិនទាន់យន្តហោះឡើយគាត់មិននិយាយអ្វីច្រើនក៏ទេកំភ្លៀងស្វាមីមួយដៃយ៉ាងខ្លាំងថ្ងៃនេះទោះមេឃរលំក៏ដោយគាត់ត្រូវតែនៅក្បែរកូនស្រីឲ្យបានចាំមើលតើជានរណាដែលហ៊ានមកធ្វើបាបជីវិតកូនស្រីបណ្ដូលចិត្តរបស់គាត់កាលពី5ឆ្នាំមុនពេលគាត់សម្រាលកូនបង្កើតនិងកូនចិញ្ចឹមត្រូវបានគេលួចយកទៅបាត់រហូតដល់កន្លះឆ្នាំមុនទើបរកកូនស្រីបង្កើតឃើញវិញបន្ទាប់ពីកូនស្រីត្រឡប់មកផ្ទះស្វាមីតែងតែមើលថែនាងយ៉ាងដិតដល់តែក្នុងជីវិតថ្មីរបស់កូនស្រីបែរជាពោពេញដោយភាពជឿចាប់និងការភ័យខ្លាចថែមទាំងនិយាយត្រង់ថាលោកប៉ាមិនចូលចិត្តខ្លួនតតែសោះឬមួយការយកចិត្តទុកដាក់កន្លងមករបស់ស្វាមីសុទ្ធតែជាការសម្ដែងធ្វើពុតដើម្បីកុំឲ្យផ្អើលដល់ពួកគេគាត់សម្រេចចិត្តជូនកូនស្រីទៅសាលារៀនសិនខណៈពេលដែលគាត់ងាកទៅរៀបចំកាបូបឲ្យកូនចិញ្ចឹមស្រាប់តែស្ទុះមកខាងមុខហើយច្រានកូនស្រីឲ្យដួលយ៉ាងខ្លាំងពេលបានឃើញទស្សនវិជ្ជានេះផ្ទាល់ភ្នែកគាត់ក៏ខឹងសម្បាយ៉ាងខ្លាំងនឹកស្មានមិនដល់ថាកូនចិញ្ចឹមឃើញគាត់មិនទាន់ចេញទៅក្រៅក៏ប្រញាប់ខ្វាច់ដៃខ្លួនឯងឲ្យចេញស្នាមឈាមភ្លាមរួចបែរជាមកចោទប្រកាន់ថាប្អូនស្រីជាអ្នកធ្វើឲ្យមានរបួសថែមទាំងស្ទុះមកអបគាត់ទៀតផងធ្វើពុតជាគួរឲ្យអាណិតនិងវេទនាខ្លាំងណាស់តែគាត់មិនដឹងថាអ្នកស្រីបានមើលខ្លួនល្បិចរបស់គាត់បាត់ទៅហើយបានលាតត្រដាងភ្លាមថាគាត់ជាអ្នកចាប់ទាញសម្លៀកកូនស្រីចិញ្ចឹមដែលមានល្បិចក៏ឃើញថាម្ដាយមិនជឿខ្លួនតតែសោះក៏ស្រែកយំយ៉ាងខ្លាំងរួចរត់ត្រឡប់ទៅបន្ទប់វិញភ្លាមសម្លឹងមើលកូនស្រីដែលកំពុងភ័យខ្លាចនិងសុំទោសមិនឈប់ក្នុងចិត្តអ្នកស្រីកាន់តែមានអារម្មណ៍មិនស្រួលក៏ប្រញាប់លួងលោមកូនស្រីថាវាមិនមែនជាកំហុសរបស់គាត់គឺមកពីបញ្ហារបស់បងស្រីបន្ទាប់មកគាត់មានបំណងទៅជួបកូនស្រីចិញ្ចឹមដើម្បីនិយាយគ្នាឲ្យច្បាស់ពេលដើរទៅដល់មាត់ទ្វារបន្ទប់កូនស្រីចិញ្ចឹមបែរជាកូនស្រីចិញ្ចឹមកំពុងជិះប្រតិខ្លួននៅខាងក្នុងស្អប់ខ្ពើមដែលម្ដាយម្នាក់នេះលំអៀងទៅរកកូនស្រីបង្កើតថែមទាំងរអ៊ូថាគាត់គិតតែពីចង់ដឹងការពិតដោយមិនខ្វល់ថាគាត់យំឈឺចាប់ខ្លាំងប៉ុណ្ណានោះទេពេលលើបែបនេះចិត្តអ្នកស្រីក៏ត្រជាក់ស្រេកភ្លាមមិននឹកស្មានថាកូនស្រីចិញ្ចឹមដែលខ្លួនស្រឡាញ់ថ្នាក់ថ្នមពីក្រោយខ្នងបែរជាមានចិត្តអាក្រក់បែបនេះជាមនុស្សរមើលគុណមិនដឹងខុសត្រូវឬកូនស្រីចិញ្ចឹមដែលខ្ញុំស្រឡាញ់ដូចក្របពេជ្រហើយអ្វីបានជាមានចិត្តអាក្រក់យ៉ាងនេះម៉ាក់ខ្ញុំសុំមិនទៅសាលាថ្មីបានទេកូនសម្លាញ់ប្រាប់ម៉ាក់មើលហើយអ្វីបានជាមិនចង់ទៅរៀនគឺខ្ញុំថ្ងៃនេះបងស្រីមើលទៅគួរឲ្យខ្លាចណាស់បើខ្ញុំទៅសាលារៀនបងស្រីច្បាស់ជាដាក់ទោសខ្ញុំមិនខានម៉ាក់ខ្ញុំពិតជាមិនចង់ទៅរៀនទេបន្ទាប់ពីរកកូនស្រីឃើញវិញខ្ញុំគិតថាយ៉ាងណាក៏ចិនត្រូវបានខ្ញុំចិញ្ចឹមតាំងពីតូចមកដែរអ្នកទុកឲ្យគាត់នៅផ្ទះបន្តទៀតហើយនៅតែបណ្ដោយឲ្យគាត់ធ្វើតាមចិត្តដូចមុនតែគាត់បែរជាមកធ្វើបាបកូនស្រីខ្ញុំបែបនេះកូនសម្លាញ់រឿងទៅរៀនចាំនិយាយគ្នាពេលក្រោយម៉ាក់មានរឿងខ្លះត្រូវដោះស្រាយសិនបងស្រីចាងលោកស្រីហៅខ្ញុំមែនទេមកតាមខ្ញុំមកបងស្រីចាងយកគាត់ទៅមណ្ឌលកុមារកំព្រាឲ្យខ្ញុំកុំអីហើយអ្វីបានជាអ្នកលំអៀងយ៉ាងនេះកុំយំអីអ្នកនាងតូចយំខ្លាំងដល់ថ្នាក់នេះច្បាស់ជាមានការអន់ចិត្តខ្លាំងណាស់អ្នកនៅតែដាច់ចិត្តបញ្ជូនគាត់ទៅមណ្ឌលកុមារកំព្រាទៀតធ្វើបែបនេះនឹងត្រូវគេនិយាយដើមមិនខានម្យ៉ាងទៀតអ្នកនាងចិនឆ្លាតណាស់ច្បាស់ជាអាចខ្លាយជាមនុស្សពូកែមិនដូចធានយូជឺដែលចិត្តតូចបែបនេះទេទៅថ្ងៃមុខច្បាស់ជាគ្មានអនាគតទេអ្នកគិតថាអ្នកជាស្អីហ៊ានមកស្ដីបន្ទោសកូនស្រីខ្ញុំផងបើអ្នកមិនជូននាងទៅមណ្ឌលកុមារកំព្រាទេក៏រៀបចំខោឲ្យចេញពីទីនេះទៅលោកស្រីខ្ញុំត្រូវបានលោកម្ចាស់យាងជួលមកទោះបីជាអ្នកចង់ដេញខ្ញុំចេញក៏ដោយក៏ត្រូវរងចាំលោកម្ចាស់យាងត្រឡប់មកវិញសិនដែររឿងក្នុងផ្ទះមិនមែនបរិសុទ្ធជាអ្នកសម្រេចទេអីមនុស្សស្រីម្នាក់មកចេះដឹងរឿងលុយកាក់បែបនេះវាគ្រប់គ្រាន់ហើយមើលទៅដោយសារខ្ញុំរវល់ចេញទៅរកស៊ីខាងក្រៅយូរពេកបានជាមនុស្សក្នុងផ្ទះនេះលែងដឹងថាខ្ញុំគឺជាម្ចាស់ផ្ទះពិតប្រាកដឡែងសេនគ្រាន់តែជាកូនប្រសារស្នាក់នៅផ្ទះខាងស្រីប៉ុណ្ណោះអ្នកគ្រាន់តែជាមេដោះហ៊ានមកប្រដៅខ្ញុំផងទោះបីជាឡែងសេនមកក៏ត្រូវស្ដាប់ខ្ញុំដែរឥឡូវនេះអ្នកត្រូវបានដេញចេញហើយអ្នកប្រញាប់ចេញទៅភ្លាមលោកយើងត្រឡប់មកវិញគាត់ច្បាស់ជាវាអ្នកមិនខានអីចឹងមែនទេខ្លាំធំមែនចេញទៅឲ្យឆាប់ហ៊ានណាស់មែនទេកូនសម្លាញ់ទៅថ្ងៃមុខបើមានអ្នកណាមកធ្វើបាបអ្នកត្រូវប្រាប់ខ្ញុំភ្លាមណាខ្ញុំនឹងការពារអ្នកជានិច្ចសម្ដីអ្នកនឹងគាត់កាន់តែខុសគ្នាទៅហើយឬមួយក៏គាត់ហ៊ានបោកប្រាស់ប្អូនស្រីតាមពិតអ្នកស្រឡាញ់ប្អូនស្រីខ្លាំងណាស់តែមុនពេលធ្លាក់ទឹកលើកមុន
ខ្ញុំបានអង្វរគាត់ឲ្យទេទៅរកអ្នកហើយអ្វីបានជាគាត់និយាយថាអ្នកមិនចង់ជួបខ្ញុំទៅវិញឬមួយក៏ការស្លាប់របស់ក្មេងស្រីនោះគឺជាវាវេតែប្តីខ្ញុំពិតជាសាហាវខូខើដល់ថ្នាក់នឹងមែនទេលោកស្រីពួកយើងបានពិនិត្យចុះឡើង7 ដងហើយក្នុងបញ្ជីឈ្មោះចូលរៀនពិតជាមិនមានឈ្មោះឈៀនយាយមែនមិនអាចទៅរួចទេលោកនាយកTian Zhenshen និង Tan Yongwei គឺប្តីខ្ញុំជាអ្នកចុះឈ្មោះឲ្យចូលរៀនជាមួយគ្នាហើយខ្ញុំក៏បានផ្ដាំផ្ញើដែរថាប្តីរបស់ខ្ញុំឲ្យបែងចែកភាគហ៊ុន20នៃក្រុមហ៊ុន Fan Group ឲ្យពួកគេទាំងពីរដើម្បីធ្វើជាកាដូក្នុងថ្ងៃចូលរៀនរឿងផ្ដល់ភាគហ៊ុនខ្ញុំបានដឹងប៉ុន្តែលោកម្ចាស់យើងបាននិយាយនៅពេលនោះថាភាគហ៊ុន20នេះគឺផ្ដល់ឲ្យតែ Tian Zhenshen ម្នាក់ប៉ុណ្ណោះលោកស្រីយើងតើ Tan Yongwei គឺជាអ្នកណាតែធ្វើឲ្យអ្នកបារម្ភពីកូនក្រៅច្បាប់ដល់ថ្នាក់ហ្នឹងខ្ញុំសូមណែនាំឲ្យអ្នកបោះបង់គំនិតចង់ដណ្ដើមភាគហ៊ុនទៅព្រោះសាលានេះគឺលោកម្ចាស់យើងជាអ្នកវិនិយោគសាងសង់បើលោកម្ចាស់យើងដឹងរឿងនេះអ្នកគ្រាន់តែជាមេផ្ទះម្នាក់សោះនៅតែត្រូវគេដេញចេញពីផ្ទះដែរហ្នឹងសាលានេះគឺខ្ញុំជាអ្នកចំណាយលុយសាងសង់តើអ្នកស្មានថាខ្លួនឯងជាស្អីអ្នកហ៊ានមកមួលបង្កាច់កូនស្រីខ្ញុំផងចុះអ្នកមកទីនេះបានយ៉ាងម៉េចប្រពន្ធសម្លាញ់មានរឿងអីនៅផ្ទះមែនទេចុះហេតុអីបានជាម្នាក់នេះយំខ្លាំងម្ល៉េះខ្ញុំក៏ចង់សួរអ្នកដែរថាមានរឿងអីហេតុអីបានជាអ្នកមិនព្រមចុះឈ្មោះចូលរៀនឲ្យកូនស្រីឲ្យអ្នកប្រពន្ធសម្លាញ់ខ្ញុំគិតថាគាត់ទើបតែមកពីមណ្ឌលកុមារកំព្រាច្បាស់ជាមិនទាន់សាមនឹងបរិយាកាសសាលាលំដាប់ខ្ពស់ទេខ្លាចគាត់ត្រូវគេធ្វើបាបទើបខ្ញុំឲ្យគាត់នៅផ្ទះដើម្បីបង្កើនទំនុកចិត្តសិនទើបមិនទាន់បានចុះឈ្មោះឲ្យគាត់សាលានេះសាងសង់ដោយក្រុមហ៊ុន Fan Group វីគឺជាអ្នកបន្តវេនតែម្នាក់គត់របស់ Fan Group ថ្ងៃក្រោយក្រុមហ៊ុន Fan Group ក៏ត្រូវគាត់ជាអ្នកគ្រប់គ្រងដែរតើអ្នកណាហ៊ានមកធ្វើបាបគាត់ទៀតប្រពន្ធសម្លាញ់តើអ្នកចង់មានន័យថាម៉េចខ្ញុំក៏មិនទាន់បានអ្នកមិនមែននិយាយថានឹងឲ្យក្រុមហ៊ុនទៅ Genshin ទេអីអ្នកសប្បាយចិត្តពេកហើយដឹងទោះបីជាអ្នកមិនឲ្យក្រុមហ៊ុនទៅ Genshin ក៏ដោយពួកយើងនៅមានកូនប្រុស3នាក់ទៀតដែរខ្ញុំស្មានមិនដល់ថាគាត់អាចក្លាយជាអ្នកបន្តវេនតែម្នាក់គាត់បានតើអ្នកក្លាយជាកូនប្រសារស្នាក់នៅផ្ទះខាងស្រីបានយ៉ាងម៉េចអ្នកមិនដឹងខ្លួនឯងទេអីគ្រួសារយើងគឺកូនស្រីជាអ្នកបន្តវេនក្រុមហ៊ុនជានិច្ចមិនដែរការដែលខ្ញុំប្រកល់ក្រុមហ៊ុនឲ្យ Tian Genshin អ្នកមិនឃើញមានមតិអីផងចុះឥឡូវបដូរមកឲ្យវាវិញហេតុអីបានជាអ្នកមិនព្រមទៅវិញហើយមួយទៀតអំបញ្ញមិញលោកនាយកសាលានិយាយថាអ្នកចង់យកភាគហ៊ុន20របស់ក្រុមហ៊ុនឲ្យទៅ Tian Genshin ទាំងអស់អ្នកចង់ចប់ហើយមែនទេតើអ្នកណាឲ្យប្រកាសជាកូនបង្កើតរបស់អ្នកជាស្រីកំណានសោះហ៊ានមកក្រអឹតក្រទុំអីស្មានថាលោកម្ចាស់យើងខ្វះអ្នកមិនបានមែនទេនៃប្រពន្ធសម្លាញ់តើអ្នកកំពុងនិយាយរឿងឈួតអីហ្នឹងគឺខ្ញុំទេដែលខ្វះប្រពន្ធខ្ញុំមិនបានហ៊ានមិនគោរពគាត់ផងប្រយ័ត្នបាត់បង់ការងារទៅអូយលោកម្ចាស់យើងអ្នកកុំមកធ្វើអូយគឺមាត់ខ្ញុំវាចង្រៃមាត់ខ្ញុំវាចង្រៃទៅឲ្យឆ្ងាយទៅប្រពន្ធសម្លាញ់ខ្ញុំមានអារម្មណ៍ថាគាត់ពិតជាគួរឲ្យអាណិតណាស់វីត្រឡប់មកវិញហើយក្នុងផ្ទះនេះឥឡូវគ្មានកន្លែងសម្រាប់គាត់ទេនៅក្នុងផ្ទះដែលពោពេញដោយមនុស្សចម្លែកបែបនេះគ្មានអ្នកណាម្នាក់ស្រឡាញ់គាត់ឡើយដូច្នេះហើយខ្ញុំចង់ចែកភាគហ៊ុនឲ្យគាត់បន្ថែមទៀតប្រពន្ធសម្លាញ់វីគឺជាកូនបង្កើតរបស់យើងខ្ញុំប្រកាសជាស្រឡាញ់គាត់រហូតទៅដូចជាអ្នកដែរអ្នកជឿជាក់លើខ្ញុំបានទេបងស្រីមិនមែនជាស្វាស្អាតអីនោះទេគាត់នៅមានអ្នកម្ដាយមានដ៏ស្អាតម្នាក់ទៀតជាតិមុនរាល់ពេលដែលខ្ញុំត្រូវគេឃុំក្នុងបន្ទប់ងឹតមីងដ៏ស្អាតម្នាក់នោះតែងតែញ៉ាំប្រាប់ខ្ញុំថានឹងធ្វើឲ្យខ្ញុំនឹងម៉ាក់ស្លាប់ដើម្បីឲ្យគាត់អាចរស់នៅជួបជុំជាមួយប៉ានិងបងស្រីបានហេតុអីក៏កូនឥតខាន់ស្លាដូចជាឯងមិនដាច់ពោះស្លាប់ទៅបើអ្នកនឹងធានលូមិនស្លាប់ទេតើពេលណាទើបខ្ញុំអាចនៅជាមួយចិននិងបងស៊ីនបានយ៉ាងចំហបែបនេះអូយមើលទៅសំភ្នែកណាស់មិនក៏លែងដៃមីងដ៏ស្អាតម្នាក់នោះបងស្រីហានស៊ូក៏ជាកូនបង្កើតរបស់ប៉ាដែរពេលខ្ញុំកាត់មកប៉ាមានបំណងចង់បំបិទបំបាំងរឿងខ្ញុំនិងបងស្រីប៉ុន្តែខ្ញុំមិនអាចប្រាប់ម៉ាក់ពីរឿងទាំងនេះបានទេខ្លាចក្រែងម៉ាក់គិតថាខ្ញុំនិយាយកុហកស្មានមិនដល់ថាគាត់ហ៊ានលួចមានស្រីមែនគាត់មិនត្រឹមតែយកលុយខ្ញុំទៅចិញ្ចឹមស្រីលួចលាក់នោះទេថែមទាំងបដូរកូនស្រីក្រៅច្បាប់ជាមួយវីទៀតធ្វើឲ្យអ្នកដទៃត្រូវរងទុក្ខអស់ពីជាតិប្រពន្ធសម្លាញ់អ្នកកុំបន្ទោសខ្លួនឯងពេកអីចិនគឺជាក្មេងដែលដឹងក្តីណាស់ឲ្យតែអ្នកត្រឡប់ទៅវិញហើយសុំទោសគាត់រួចទិញកាដូឲ្យគាត់បន្ថែមទៀតគាត់ច្បាស់ជាអត់ទោសឲ្យអ្នកមិនខានតែខ្ញុំត្រូវការឲ្យគាត់អត់ទោសឲ្យមែនទេគាត់ជាកូនឥតខាន់ស្លាដែលចាយលុយខ្ញុំតើគាត់មានសិទ្ធិអីមកខឹងនឹងខ្ញុំកូនឥតខាន់ស្លាស្អីទៅតើអ្នកកំពុងនិយាយផ្ដេសផ្ដាសអីហ្នឹងសិលធម៌ខ្ញុំពិតជាទុកមុខឲ្យអ្នកខ្លាំងណាស់ហើយហ៊ានមកលួចធ្វើរឿងថោកទាបនៅចំពោះមុខខ្ញុំតើអ្នកបានធ្វើអ្វីខ្លះអ្នកដឹងខ្លួនឯងច្បាស់ណាស់មែនទេធានលូអ្នកគ្រាន់តែរកឃើញកូនស្រីបង្កើតរបស់ខ្លួនឯងតើនេះជាការតបស្នងសងគុណមែនទេចាំបាច់អីអ្នកត្រូវនិយាយថាក្មេងម្នាក់នេះជាកូនក្រៅច្បាប់របស់ខ្ញុំនាងនៅក្មេងនៅឡើយទេបើអ្នកនិយាយបែបនេះតើអ្នកចង់ឲ្យនាងត្រូវគេជេរប្រមាថអស់មួយជីវិតមែនទេល្អណាស់លោកយ៉ាងអ្នកពិតជារឹងក្បាលមែន
ចឹងខ្ញុំនឹងជួនអ្នកស៊ើបអង្កេតឯកជនឲ្យមកស្រាវជ្រាវចាំមើលថាតើអ្នកពិតជាមានស្រីលួចលាក់មែនឬអត់កាលពី6ឆ្នាំមុនវីវេតើពិតជាត្រូវបានគេរៀបចំឲ្យច្រឡំកូនមែនឬអត់លើតើអ្នកចង់ការពារនាងដល់ពេលណាទៀតតើអ្នកចង់ឲ្យផ្ទះនេះមិនបានសុខមែនទេចង់ឲ្យកូនទាំងអស់ស្អប់អ្នកមែនទេអ្នកកុំភ្លេចឲ្យសោះកូនប្រុសទាំង3នាក់របស់យើងស្រឡាញ់យ៉ាងខ្លាំងណាស់កុំបន្តឆ្លោះគ្នាបែបនេះទៀតតើកូនមិនស្គាល់អ្នកយ៉ាងម៉េចទៅបែបនេះទៅអ្នកផឹកទឹកសិនទៅដើម្បីឲ្យចិត្តត្រជាក់ឥឡូវនេះពួកកូនដឹងថា Zenshin ត្រូវគេធ្វើបាបហើយពួកគេកំពុងធ្វើដំណើរមកបើអ្នកនៅតែបន្តឆ្លោះគ្នាបែបនេះទៀតពេលកូនមកដល់វានឹងពិបាកដោះស្រាយណាស់បើដោះស្រាយបានក៏មិនបាច់ដោះស្រាយដែរចុចនៅខាងឆ្វេងផ្នែកខាងក្រោមយ៉ាន់លូអ្នកឈួតហើយមែនទេអ្នកទេដែលឈួតសុខចិត្តយកកូនស្រីមកហើយថែមទាំងចង់លើកក្រុមហ៊ុនរបស់ខ្ញុំឲ្យទៅកូនក្រៅច្បាប់របស់អ្នកទៀតឥឡូវនេះអ្នកទេដែលជាអ្នកពិបាកថ្ងៃនេះអ្នកត្រូវតែផ្ដល់ការពន្យល់ឲ្យខ្ញុំគឺអ្នកទេដែលត្រូវផ្ដល់ការពន្យល់ឲ្យប៉ាមុនម៉ាក់គឺម៉ាក់ឯងទេដែលត្រូវផ្ដល់ការពន្យល់ឲ្យប៉ាមុនមិនអីទេមែនទេកូនច្បងកូនទី2កូនទី3ពួកឯងមកដល់ល្មមពួកឯងឆាប់ជួយខាត់គាត់ទៅគាត់ចង់ការពារតែវីវេក្រៅពីស្ដីបន្ទោស Zenshin រហូតយំហើយគាត់ថែមទាំងចោទប្រកាន់ថាខ្ញុំមានស្រីទៀតថាអ្នកម្នាក់នេះជាកូនក្រៅច្បាប់របស់ខ្ញុំបើរឿងនេះដឹងដល់ក្រៅខ្ញុំច្បាស់ជាត្រូវគេមើលងាយស្លាប់មិនខានម៉ាក់ធ្វើបែបនេះវាហួសហេតុពេកហើយតើម៉ាក់អាចចោទប្រកាន់ប៉ាបែបនេះបានយ៉ាងម៉េចឆាប់សុំទោសប៉ាភ្លាមទៅម៉ាក់ដឹងទេថាដោយសារតែម៉ាក់បោកគាត់នៅផ្ទះចង់តែសម្លាប់ខ្លួនរាល់ថ្ងៃម៉ាក់ឆាប់ត្រឡប់ទៅផ្ទះជាមួយខ្ញុំវិញភ្លាមប្រញាប់ប្រាប់ Zenshin ទៅគាត់គឺជាព្រះនាងតែម្នាក់គត់ក្នុងគ្រួសារយើងពួកល្ងងខ្លៅមួយហ្វូងអ្នកទាំងអស់គ្នាពិតជាស្មានថាការនោះវីវេត្រូវគេដូរច្រឡំគឺជាគ្រោះថ្នាក់វិទ្យាសាស្ត្រមែនទេគឺគាត់អ្នកលួចដូរវីវេជាមួយកូនម្នាក់ទៀតព្រោះតែ Zenshin គឺជាកូនស្រីលួចលាក់របស់គាត់គឺដោយសារតែគាត់ទើបធ្វើឲ្យវីវេត្រូវរស់នៅក្រៅខាងក្រៅអស់6ឆ្នាំត្រូវរងទុក្ខវេទនាអស់រយៈពេល6ឆ្នាំពេញពុកតានេះវាជារឿងអីឲ្យប្រកាសទៅណែប្រពន្ធសម្លាញ់ខ្ញុំដឹងថាអ្នកស្រឡាញ់វីវេខ្លាំងណាស់តែសូមអង្វរអ្នកកុំនៅបន្តរឿងនៅសាលាហើយបាននិយាយបង្ខូចឈ្មោះខ្ញុំនៅទីសាធារណៈទៀតអីគ្រួសារយើងជាអ្នកមាននៅក្រុងហេចឹងអ្នកបង្ខូចគេឈ្មោះខ្ញុំវាមិនអីទេតែអ្នកគួរតែគិតដល់កូនប្រុសទាំង3នាក់របស់យើងផងតើអ្នកចង់ឲ្យពួកគេខ្លាចជាគ្រឿងសាច់របស់គេមែនទេខ្ញុំសារភាពថាខ្ញុំពិតជាមានស្រីក្រៅមែនខ្ញុំទទួលស្គាល់ថានាងពិតជាកូនស្រីលួចលាក់របស់ខ្ញុំមែនបានហើយនៅខ្ញុំសូមអង្វរអ្នកកុំបង្កចំនួនទៀតអីពួកយើងត្រឡប់ទៅផ្ទះវិញទៅល្អទេល្អហើយឆាប់ក្រោកឡើងដូចជាតិមុនអញ្ចឹងពួកបងប្រុសនៅតែលំអៀងទៅរកថែន Zenshin ដដែលជាតិមុនខ្ញុំត្រូវបានគេយកទៅឃុំក្នុងបន្ទប់ងឹតតូចមួយគឺបងស្រីដែលជាអ្នកចាក់សោបង្ខាំងខ្ញុំនៅទីនេះខ្ញុំខ្លាចណាស់និយាយកុហកច្បាស់ណាស់ថាគឺ Zenshin ជាអ្នកឃើញថាអ្នកបាត់ខ្លួនហើយឲ្យពួកយើងដើររកអ្នកគ្រប់កន្លែងគឺអ្នកខ្លួនឯងទេដែលប្រហែលធ្វើឲ្យជាប់សោនៅក្នុងនេះហេតុអីក៏នៅតែចង់ទម្លាក់កំហុសឲ្យ Zenshin ទៀតមិនហើយមើលចុះខ្លួនអ្នកស្គមសោតែស្បែកដណ្ដប់ឆ្អឹងទៅហើយលុយច្រើនណាស់ខ្ញុំឃើញច្បាស់ណាស់គឺគាត់លួចរបស់ហើយចង់យកមកលាក់លទ្ធផលគឺធ្វើឲ្យខ្លួនឯងជាប់សោនឹងខាងនៅក្មេងសោះពិតជាមិនកើតមែនខ្ញុំពិបាកក្នុងខ្លួនណាស់តែគ្មានអ្នកណានាំខ្ញុំទៅមន្ទីរពេទ្យទេហើយខ្ញុំក៏ដេកលក់ទៅពេលខ្ញុំដឹងខ្លួនឡើងខ្ញុំក៏បានមកនៅក្បែរអ្នកម៉ាក់វិញតាមពិតទៅក្មេងស្រីម្នាក់នោះគឺជាកូនស្រីបង្កើតរបស់ខ្ញុំកូនស្រីរបស់ខ្ញុំត្រូវរងទុក្ខលំបាកច្រើនណាស់បើហ៊ានសម្លឹងមើលវីវៃបែបហ្នឹងទៀតខ្ញុំនឹងខ្វេះក្របភ្នែកអ្នកចេញមិនខានបើហ៊ានសម្លឹងមើលវីវៃបែបហ្នឹងទៀតខ្ញុំនឹងខ្វេះក្របភ្នែកអ្នកចេញមិនខានម៉ាក់តាអ្នកមានភស្តុតាងសម្រាប់សម្ដីមិញនេះទេឯកសារខ្ញុំត្រូវបានប៉ាអ្នកបំផ្លាញចោលហើយបើចង់បានភស្តុតាងក៏បានពួកយើងរកអ្នកស៊ើបអង្កេតមកស៊ើបទៅនឹងដឹងលទ្ធផលភ្លាមតែម្ដងអញ្ចឹងមានន័យថាពេលនេះអ្នកគ្មានភស្តុតាងទេបងអូនទី2ទី3នាំម៉ាក់ទៅផ្ទះសំទោស Zenshin ទៅកូនប្រុសពួកអ្នកធ្វើបែបនេះគឺល្អហើយប៉ានេះជារបស់អ្នកដឹងច្បាស់ហើយមែនទេពួកអ្នកទៅរៀបការជាមួយការដាក់ទោសទៅម៉ាក់គឺមកពីការលំអៀងរបស់អ្នកនឹងហើយ Zenshin ចង់សម្លាប់ខ្លួននៅផ្ទះហើយក្នុងនាមពួកយើងជាកូនប្រុសរបស់អ្នកពួកយើងមិនអាចឈប់មើលអ្នកដើរផ្លូវខុសបែបនេះទេតោះទៅតាមបងធំទាំងអស់គ្នាទាំងអស់នេះជាកំហុសខ្ញុំនឹងសរសេរសម្បត្តិសុំទោសបងស្រីឥឡូវនេះពួកអ្នកឆាប់លែងម៉ាក់ទៅអាមនុស្សស្រែមកធ្វើពុតជាមនុស្សស្លូតត្រង់នៅទីនេះខ្ញុំថាអ្នកច្បាស់ជាអ្នកបង្កបញ្ហាធ្វើបាប Zenshin ហើយជាវអ្នកចិត្តខ្មៅបែបនេះពិតជាចង្រៃមែនបើ Zenshin កើតរឿងអីដល់ថ្នាក់ស្លាប់គ្រួសារយើងទាំងមូលនឹងមិនអត់ទោសឲ្យអ្នកដាច់ខាត
ណែលេងខ្ញុំទៅអ្នកទៅប្រទេសចិនទៅខ្ញុំមានការត្រូវធ្វើសិនម៉ាក់រាល់រឿងទាំងអស់ត្រូវមានភស្តុតាងបើអ្នកគ្មានភស្តុតាងទេទោះអ្នកនិយាយអ្វីក៏ពួកយើងមិនជឿដែរតោះម៉ាក់ទៅផ្ទះសុំទោស Jensen ទៅគ្រួសារយើងនឹងបានសប្បាយជួបជុំគ្នាវិញតោះខ្ញុំអាចបញ្ជាក់បានថាប៉ាគឺជាមនុស្សអាក្រក់ណែអ្នកនៅក្មេងនៅឡើយទេកុំមកចេះដឹងរឿងមនុស្សធំអីម៉ាក់នៅមិនទាន់លេងខ្ញុំទៀតកូនសម្លាញ់កុំខ្លាចអីណាមានម៉ាក់នៅទីនេះប្រពន្ធសម្លាញ់អ្នកកុំស្ដាប់សម្ដីវីវៃអីវីវៃមិនទាន់បាននិយាយអ្វីផងហេតុអីអ្នកកំពុងតែភ័យខ្លួនមែនទេវីវៃមិញនេះអ្នកថាមានភស្តុតាងមែនទេឆាប់បង្ហាញឲ្យពួកគាត់មើលទៅបងធំបងទី2បងទី3ម៉ាក់ខ្ញុំមិនបានកុហកទេគឺប៉ាជាអ្នកធ្វើខុសខ្ញុំទទួលស្គាល់រឿងដែលយូវីនិង Chen Jensen ត្រូវគេដូរច្រឡំគ្នាមិនមែនមកពីជឿជាក់ថាកាលពីឆ្នាំនោះពិតជាអ្នកមែនទេដែលលួចដូរ Viwei និង Chen Jensen ម៉ាក់ខ្ញុំនៅមានរបស់នេះទៀតប្រពន្ធសម្លាញ់ពួកអ្នកស្ដាប់ខ្ញុំពន្យល់សិនពុកខ្ញុំធ្វើរឿងអាក្រក់បែបហ្នឹងកើតទៅរួចពួកបោកប្រាស់អ្នកទាំងអស់គ្នាកុំចាញ់បោកគាត់អីអាសត្វត្រឆានខ្ញុំជាឪពុកបង្កើតរបស់អ្នកណាអ្នកហ៊ានបង្កាច់បង្ខូចខ្ញុំផងអីអ្នកទើបតែ5 ឆ្នាំសោះធ្វើម៉េចអាចរកឃើញកាមេរ៉ាមន្ទីរពេទ្យហើយយកកបាយការមកពិនិត្យបានវីប្រាប់ម៉ាក់មកតើភស្តុតាងទាំងនេះបានមកពីណាម៉ាក់ភស្តុតាងទាំងនេះគឺពូចឹងថៃជាអ្នករកឲ្យខ្ញុំម៉ាក់ខ្ញុំចង់ទៅបន្ទប់ទឹកចាំម៉ាក់ជូនទៅណាមិនបាច់ទេខ្ញុំអាចទៅម្នាក់ឯងបានស្ដេចសួរគ្រប់សង្កត់ខ្លាដីប្រាសាទបង្ក្រាបបិសាចទឹកសួស្ដីពូអ្នកស៊ើបអង្កេតនេះជាថ្លៃឈ្នួលដែលខ្ញុំសូមឲ្យពូជួយស៊ើបអង្កេតខ្ញុំគ្មានលុយទេអញ្ចឹងមានតែយករបស់ដែលម៉ាក់ឲ្យខ្ញុំមកទូទាត់ជំនួសវិញអ្នកគឺជាអ្នកជួលខ្ញុំមែនទេចាស់តើត្រូវប្រាប់លេខអត្តសញ្ញាណប័ណ្ណដែរទេអូមិនបាច់ទេចុះឲ្យខ្ញុំតាក់ទងអ្នកតាមណាអូខេអញ្ចឹងផ្ញើលើពូហើយណាពូអ្នកស៊ើបអង្កេតខ្ញុំធ្វើការងារនេះច្រើនឆ្នាំហើយតែនេះជាលើកដំបូងហើយដែលមានក្មេងមកជួបខ្ញុំភស្តុតាងដែលអ្នកចង់បាន2 ម៉ោងទៀតនឹងបានហើយចំពោះរឿងថ្លៃឈ្នួលវិញបើចំពោះក្មេងតូចវិញឥតគិតថ្លៃនិយាយរឿងឥតប្រយោជន៍អ្នកចង់បោកអ្នកណាមានអ្នកស៊ើបអង្កេតឯណាមកជួយក្មេងអាយុ6 ឆ្នាំរករបស់នោះពុកនិយាយត្រូវហើយចុះអ្នកចង់មានន័យថាប្អូនស្រីកំពុងកុហកមែនទេគឺកុហកនឹងហើយខ្ញុំមិនដែលធ្វើរឿងបែបហ្នឹងតតែសោះពុកម៉ាក់វីវីក៏អាចនឹងត្រូវពួកបោកប្រាស់បោកដែរទាំងវីដេអូនិងរបាយការណ៍អំបញ្ញមិញច្បាស់ជាពួកបោកប្រាស់កាត់ទៅបញ្ចូលគ្នាហើយគាត់គ្រាន់តែចង់ឲ្យគ្រួសារយើងវឹកវរតែប៉ុណ្ណោះបងធំនិយាយត្រូវច្បាស់ជាពួកបោកប្រាស់ចង់ឲ្យគ្រួសារយើងបែកបាក់គ្នាទើបពួកគេមានឱកាសបោកយកលុយពីគ្រួសារយើងបានម៉ាក់ឥឡូវម៉ាក់គួរតែប្រដៅវីវីឲ្យបានល្អទៅថ្ងៃមុំឲ្យជួយអ្នកក្រៅពីមនុស្សក្នុងគ្រួសារអីបើមិនអីចឹងទេងាយនឹងត្រូវគេបោកណាស់បងប្រហែលជាស្ដាយលុយដែលខ្ញុំចាយហើយជាតិមុនបងចូលចិត្តលុយខ្លាំងណាស់ថែមទាំងលួចលូកកាដូដែលម៉ាក់ឲ្យខ្ញុំទៀតនេះជាកាបូបដែលម៉ាក់ឲ្យខ្ញុំតាំងពីមុនរៀបការអ្នកកុំលក់វាអីណានេះជាម៉ូតកំងពិសេសរបស់ Hermes ណាយ៉ាងហោចណាស់ក៏2 លានដែរអ្នកឯងទើបតែ5 ឆ្នាំសោះចេះបញ្ចុះបញ្ចូលឲ្យម៉ាក់ទិញកាដូថ្លៃបែបនេះឲ្យចុះបើធំឡើងទៅទៀតមិនលេបយកទ្រព្យសម្បត្តិគ្រួសារឈានទាំងអស់ម្នាក់ឯងបាត់ទៅហើយម៉ាក់ខ្ញុំសុំសួរហេតុអីមិនទិញ Violon Stradivarius ឲ្យខ្ញុំប្រែជាយកលុយច្រើនបែបនេះមកទិញកាបូបឲ្យអ្នកឯងវិញពួកយើងលក់កាបូបនេះទៅហើយចែកលុយគ្នាស្មើកុំប្រាប់ម៉ាក់ឲ្យសោះបងនៅតែស្រឡាញ់លុយដដែលម៉ាក់នឹងខឹងមិនខានអាពួកអបតញ្ញោទាំង3នាក់នេះខ្លាចខ្ញុំដេញយ៉ាងឆេងចេញពីផ្ទះខ្លួនទេហើយប្រកល់ទ្រព្យសម្បត្តិទាំងអស់ឲ្យវីហ្គៃមែនទេទើបបានជាតាមមួយបង្កាច់វីហ្គៃមិនឈប់បែបនេះទ្រព្យសម្បត្តិទាំងអស់នេះជារបស់ខ្ញុំលុយខ្ញុំចង់ចាយមិនជារឿងរបស់ខ្ញុំមិនបាច់ដល់វេនអ្នកឯងមកចេះដឹងទេហ៊ានវីពួកយើងផងពួកយើងធ្វើនេះក៏ដើម្បីអ្នកដែរពួកយើងបារម្ភខ្លាចលុយដែលអ្នកកំរកមកត្រូវពួកមនុស្សអាក្រក់បោកប្រាស់អស់មិនខ្លាចមនុស្សអាក្រក់បោកទេខ្លាចតែមនុស្សអាក្រក់លួចប៉ងប្រាថ្នាទេតើនរណាជាអ្នកបោកគឺប្អូនស្រីមែនទេនរណាជាចោរនរណាកំពុងលួចប៉ងអ្នកឯងដឹងច្បាស់ក្នុងចិត្តហើយតើម៉ាក់មានន័យថាម៉េចហ្នឹងតាំងពីនាំនាងមកវិញ
ម៉ាក់ប្រែជាមើលខុសជាត្រូវអស់ហើយចង់យើងហៅអ្នកឯងលួចប្រាប់ម៉ាក់មែនទេអ្នកឯងមិនទាំងស្ដាប់បង្គាប់ស្មាឆ្កែដែលខ្ញុំចិញ្ចឹមផងមិនចម្លែកទេដែលគ្មាននរណាស្រឡាញ់អ្នកឯងបងប្រុសទី3មកគំរាមខ្ញុំទៀតហើយជាតិមុនគាត់ក៏អញ្ចឹងដែរគាត់ចិញ្ចឹមឆ្កែដើម្បីបំភ័យខ្ញុំបើអ្នកចូលចិត្តឆ្កែខ្លាំងម្ល៉េះអញ្ចឹងតាំងពីថ្ងៃនេះទៅអ្នកទៅដេកក្នុងទ្រុងឆ្កែទៅម៉ាក់ឲ្យខ្ញុំទៅដេកក្នុងទ្រុងឆ្កែខ្ញុំមិនទៅទេបើអញ្ចឹងចាប់ពីថ្ងៃនេះទៅកុំហៅខ្ញុំថាម៉ាក់ទៀតអូម៉ាក់ក៏ចង់ទៅដេកក្នុងទ្រុងឆ្កែដែរមែនទេម៉ាក់អីខ្ញុំមិនមែនជាម៉ាក់អ្នកឯងទេអ្នកស្រឡាញ់តែឆ្កែមិនស្រឡាញ់ម៉ាក់អ្នកទេចេញទៅឲ្យឆ្ងាយទៅអ្នកកូនទី3កូនទី3ទាំងអស់នេះមកពីអាបោកប្រាស់នឹងបង្កឡើងសូម្បីតែក្មេងអាយុ6ឆ្នាំក៏វាហ៊ានបោកខ្ញុំត្រូវតែទេឲ្យប៉ូលីសហើយឲ្យប៉ូលីសចាប់វាដាក់គុកទៅកុំហៅប៉ូលីសអីប៉ាខ្ញុំប្រាប់ប៉ាណាខ្ញុំទេឲ្យប៉ូលីសក៏ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ប៉ាដែរចុះប៉ាមកខាត់ខ្ញុំធ្វើអីប៉ាឬមួយក៏ភស្តុតាងទាំងនេះជាការពិតប្រកាសជាមិនមែនទេយ៉ាងណាមិញទីនេះជាសាលារៀនមែនទែនបើពួកយើងនៅតែបន្តឆ្លោះគ្នាបែបនេះថ្ងៃក្រោយឲ្យកូនរៀនបន្តយ៉ាងម៉េចទៅបងធំនិយាយត្រូវហើយកូនទី2ឲ្យតែពួកកូនជឿជាក់លើប៉ាក៏អស់ចិត្តដែរគ្រូសាមានសុភមង្គលទៅអ្វីរីកចម្រើនជាប្រុសដើម្បីគ្រូសាទូត្រូវទ្រាំបន្តិចក៏មិនអីដែរម៉ាក់ប៉ាត្រូវគេធ្វើបាបខ្លាំងណាស់គាត់នៅតែគិតគូរពីគ្រូសាទៀតមនុស្សប្រុសល្អបែបនេះរកឯណាបានទៀតម៉ាក់មិនជឿគាត់តែម៉ាក់បែរជាទៅជួយអាម្នាក់នេះទៅសម្ដានថោកទាបទើបតែយកចេញពីមណ្ឌលកុមារកំព្រាសោះអ្នកឯងទេដែលថោកទាបប៉ាហ៊ានជាខ្ញុំថាថោកទាបផងម៉ាក់ថ្ងៃស្អែកកូនទី2ត្រូវប្រកួតតន្ត្រីវគ្គដាច់ព្រាត់ហើយឥឡូវម៉ាក់វីគាត់ឡើងបែបហ្នឹងតើថ្ងៃស្អែកគាត់ឡើងប្រកួតយ៉ាងម៉េចទៅម៉ាក់លំអៀងពេកហើយជាតិមុនបងទី2ត្រូវគេចម្រុះចេញតាំងពីវគ្គចម្រុះមកម្លេះគាត់ចង់បោកយកកាដូពីម៉ាក់ក៏យកមេដាយមាសខ្លាំងៗដាក់ក្នុងហោប៉ៅកាលនោះពូឡាវ៉ាងប្រាប់ខ្ញុំថាគាត់ឈ្នះរង្វាន់ឲ្យខ្ញុំទិញឈីណូហ៊ីនស្មែនឲ្យគាត់មួយយករបស់នៅក្នុងហោប៉ៅអ្នកចេញមកឲ្យខ្ញុំមើលភ្លាមឲ្យខ្ញុំយកចេញពីហោប៉ៅមែនទេម៉ាក់ក្នុងហោប៉ៅខ្ញុំគ្មានអីទេកុំមកនិយាយកុហកកូនធំមិនមែនអ្នកថាកូនទី2ប្រកួតវគ្គដាច់ព្រាត់ថ្ងៃស្អែកទេអីចុះមិនក៏ខាងកម្មវិធីចែកមេដាយមាសតាំងពីថ្ងៃនេះទៅវិញកូនទី2តានេះជារឿងអីឲ្យប្រកាសម៉ាក់បងធំអ្នកឯងវាអាមនុស្សអត់បានការខ្លួនឯងប្រកួតមិនចប់វគ្គចម្រុះផងបែរជាមកធ្វើខ្លាំងៗបោកខ្ញុំទៀតខ្ញុំខំប្រដៅអ្នកអស់ជាច្រើនឆ្នាំមកហើយបងរៀនអ្នកឲ្យចេញមកមានចរិតបែបហ្នឹងមែនទេអើយហើយអ្វីអ្នកដឹងថាខ្ញុំសំបីតែវគ្គចម្រុះក៏មិនចប់ផងមីក្មេងខូចម្នាក់នេះអ្នកឯងលួចប្រាប់គាត់មែនទេបើអ្នកហ៊ានចង្អុលគាត់ម្ដងទៀតចេញពីផ្ទះនេះទៅម៉ាក់ប្អូនទី2រឿងខ្លាញ់បន្លំមេដាយគាត់ពិតជាខុសមែនប៉ុន្តែនិយាយឲ្យចំទៅគាត់ក៏ព្រោះតែខ្លាចអ្នកដឹងខ្លាចថាបើអ្នកដឹងថាគាត់ធ្លាក់វគ្គចម្រុះអ្នកនឹងខឹងអ្នកមិនគួរដល់ថ្នាក់មិនទទួលស្គាល់កូនបង្កើតខ្លួនឯងបែបនេះទេមែនហើយប្រពន្ធសម្លាញ់កូនទី2ជាវីវីគឺគេខុសហើយប៉ុន្តែគេនៅក្មេងនៅឡើយទេអ្នកស្រឡាញ់លំអៀងទៅរកវីវីមិនខុសទេប៉ុន្តែជាកូនទី2ថាជាកូនឥតខាន់ស្លាវាហាក់ដូចជាមកពីគេធ្វើខ្លួនឯងទេអ្នកកំពុងធ្វើពុតជាល្ងងដាក់ខ្ញុំដល់ពេលណាទៀតរឿងពួកគេទាំង3នាក់តើវាមានរឿងអីឲ្យប្រកាសតើក្នុងចិត្តអ្នកមិនដឹងខ្លួនឯងទេអីប្រពន្ធសម្លាញ់អ្នកចង់ធ្វើអីហ្នឹងកុំឆេវឆាវអីមិនមែនអ្នកធ្លាប់ប្រាប់ថាឲ្យខ្ញុំមើលឲ្យច្បាស់ទេអីក្នុងសម្បត្តិបញ្ជាក់នេះសរសេរយ៉ាងច្បាស់ក្រឡែតពួកអ្នកទាំងអស់គ្នាសុទ្ធតែជាកូនចិញ្ចឹមរបស់ខ្ញុំមិនអាចទេនេះជារឿងคล้ายៗអាល្ងងនៅឲ្យស្ងៀមទៅមកពីអ្នកឯងគ្មានដងខាងតន្ត្រីសោះនៅតែចង់ធ្វើពុតជាអ្នកសិល្បៈទៀតហ៊ានទាំងធ្វើមេដាយคล้ายៗមកបោកម៉ាក់ទៀតឥឡូវល្អមើលហើយឥឡូវសំបីតែខ្ញុំនិងប្អូនទី3ក៏ខ្លាចជាកូនឥតខាន់ស្លាដែរប៉ានេះជារឿងកុហកមែនទេពួកយើងជាកូនបង្កើតរបស់ប៉ានិងម៉ាក់មែនទេធានលូតាអ្នកធ្វើជាម្ដាយគេបែបហ្នឹងមែនទេនៅចំពោះមុខមនុស្សច្រើនបែបនេះបែរជាមកឲ្យគូប្រវត្តិរូបរបស់កូនទៅវិញទៅថ្ងៃមុខពួកគេនឹងមានវិបត្តិផ្លូវចិត្តមិនខានទោះបីជាចង់ប្រាប់ការពិតដល់កូនក៏ដោយក៏មិនចាំបាច់ធ្វើនៅកន្លែងសាធារណៈបែបនេះដែរពិតជាចិត្តអាក្រក់មែនមិនឆ្ងល់ទេដែលអំបញ្ញមិញឲ្យកូនទី3ដេកក្នុងទ្រុងឆ្កែតាមពិតគឺជាម្ដាយចិញ្ចឹមសោះមនុស្សសញ្ជាតិណាចិញ្ចឹមមិនអាចឈ្នះឈាមជាប់បង្កើតបានទេខ្ញុំឆ្អែតហើយបើគុំតែដោយសារចិត្តសប្បុរសរបស់ខ្ញុំដែលរើសពួកគេមកចិញ្ចឹមតើពួកគេមានថ្ងៃនេះទេឥឡូវពួកគេថែមទាំងតាមធ្វើបាបកូនស្រីខ្ញុំគ្រប់កន្លែងទៀតបើជាអ្នកវិញតើអ្នកអាចទ្រាំរស់នៅជាមួយពួកគេបានទេអើយឲ្យស្លាប់ទៅស្រីម្នាក់នេះអាយុមិនទាន់ប៉ុន្មានផងតែចេះចាក់រុកបំបែកបំបាក់ខ្លាំងណាស់ពិតមែនហើយក្មេងចេញពីមណ្ឌលកុមារកំព្រាគ្មានសមត្ថភាពអីផ្សេងទេពួកគេតែខាងធ្វើពុតជាគួរអាណិតដើម្បីសុំក្តីមេត្តានាងតូចអ្នកចង់ដេញបងចេញឲ្យអស់ដើម្បីលេបយកទ្រព្យសម្បត្តិម្នាក់ឯងមែនទេគឺមីងស្រស់ស្អាតម្នាក់នោះឥឡូវម៉ាក់កំពុងការពារខ្ញុំ
គាត់ច្បាស់ជាចង់គំនុំជាមួយម៉ាក់ហើយវីវីមិនអាចឲ្យម៉ាក់មានគ្រោះថ្នាក់ទេម៉ាក់ខ្ញុំចង់ទៅផ្ទះនិយាយហើយមែនទេម្នាក់នេះដឹងខ្លួនខុសក៏ចង់រត់បាត់អាយុទៅតែ6ឆ្នាំសោះល្បិចខ្ពស់ម្ល៉េះបើធំឡើងទៀតច្បាស់ជាខ្លាចជាគ្រោះមហន្តរាយមិនខានមើលទៅគាត់គឺជាស្រីកំណានរបស់យ៉ាងឈិនយ៉ាងនៅខាងក្រៅថែមទាំងជាគ្រូបង្រៀននៅសាលានេះទៀតត្រូវតែគិតបញ្ជីគ្នាហើយវីវីម៉ាក់ប្រាប់អ្នកចុះសាលានេះគឺជារបស់គ្រួសារយើងនៅក្នុងសាលារបស់យើងម៉ាក់មិនឲ្យអ្នកណាធ្វើបាបអ្នកបានទេមែនទេអ្នកចង់ធ្វើអីមានលុយអស្ចារ្យណាស់មែនទេមានលុយចង់ធ្វើអីតាមចិត្តក៏បានមែនទេខ្ញុំមានលុយចង់ធ្វើអីតាមចិត្តតាវិធីចង់ចាំទុកទៅឈប់មានគំនិតអាក្រក់ទៀតទៅខ្ញុំមានលុយច្រើនណាស់វីវីយើងទៅផ្ទះវិញម៉ាក់ពូកែខ្លាំងណាស់មនុស្សអសមត្ថភាពដូចជាអ្នកអំបញ្ញមិញប្រពន្ធរបស់អ្នកធ្វើបាបខ្ញុំខ្លាំងណាស់អ្នកសំបីតែមាត់ក៏មិនហ៊ានហាប់ផងប៉ុន្មានឆ្នាំមកនេះខ្ញុំនៅជាមួយអ្នកទាំងគ្មានខាន់ស្លាក៏មិនអីដែរតែឥឡូវសំបីតែឋានៈជាអ្នកបន្តវេនរបស់ Lan Zhenshen ក៏បាត់បង់ដែរតើអ្នកចង់ឲ្យខ្ញុំពិបាកជាមួយអ្នកដល់ពេលណាទៀតអូយអូនសំឡាញ់កុំប្រញាប់អីឥឡូវនេះកូនប្រុសទាំង3របស់ Shen Lo នៅខាងខ្ញុំទាំងអស់យើងមិនអាចប៉ះពាល់ Shen Lo បានទេតែយើងអាចរកវិធីកម្ចាត់ Chen Yui បានដល់ពេលនោះអ្នកបន្តវេនក្រុមហ៊ុនច្បាស់ជាខ្លាចជា Zhenshen ហើយក៏ត្រូវដែរកាលនោះ Shen Lo ធ្លាក់ឈាមក្រោយសម្រាលរហូតត្រូវកាត់ស្បូនចោលឥឡូវនេះទោះបីជាគាត់រកលុយបានច្រើនយ៉ាងណាក៏ដោយបើគ្មានអាសត្វត្រឆានតូចនោះទេគាត់មានតែត្រូវបង្ខំចិត្តប្រគល់ទ្រព្យសម្បត្តិឲ្យ Zhenshen របស់ពួកយើងហើយលោកគ្រូពេទ្យកូនស្រីខ្ញុំអ្នកជួយប្រាប់ខ្ញុំម្ដងទៀតមកថាគាត់សន្លប់ដោយរបៀបណាខ្ញុំទៅទទួលគាត់ចេញពីសាលាពេលហៀបនឹងឡើងឡានស្រាប់តែគាត់អង្គុយចុះទៅដីហើយចេញញើសត្រជាក់មកជាច្រើនបន្ទាប់មកគាត់ប្រាប់ខ្ញុំថាវិលមុខហើយក៏សន្លប់បាត់ទៅអញ្ចឹងគឺត្រូវអស់ហើយម្នាក់នេះកំពុងខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរពួកយើងថែមទាំងបានរកឃើញនៅក្នុងខ្លួនគាត់នៅដេស្ខ្វាន់យីនដេខ្វាន់យីនជាប្រភេទដេកឥតម្យ៉ាងតែគេហៅថាដេពេលញ៉ាំទៅនឹងធ្វើឲ្យមានអារម្មណ៍ថាឆ្អែតប៉ុន្តែរាងកាយមិនអាចស្រូបយកបានតតែសោះទុកយូរទៅអាចនឹងធ្វើឲ្យហើមពោះស្លាប់បើមិនពិនិត្យឲ្យច្បាស់គេនឹងស្មានថាជាការស្លាប់ធម្មតាប៉ាវីវីមិនចង់ញ៉ាំរបស់ប៉ាទេកុំបញ្ច្រកអីញ៉ាំដីទៅវីវីឈឺពោះណាស់អាស៊ីវស៊ីអាថប់ទៀបហ៊ានធ្វើបែបនេះដើម្បីស្រីក្រៅនឹងកូនឥតខាន់ស្លាវីវីញ៉ាំដីអស់ហើយខ្ញុំនាំអាវីវីអាដៃណែណាម៉ាក់កូនឃ្លានណាស់វីវីគ្មានកម្លាំងនិយាយទេវីវីឃ្លានហើយមែនទេចង់ញ៉ាំអីម៉ាក់នឹងឲ្យគេយកមកឲ្យភ្លាមប៉ានិយាយថាម៉ាក់មិនចូលចិត្តក្មេងដែលពូកែទៀមទៀតទេយីមិនចង់រំខានម៉ាក់ទេរកហាងដែលល្អបំផុតកុំមកបបរតិចកម្មឲ្យគាត់មួយចានយកអាដែលរំងាស់ឲ្យផុយបំផុតថែមត្រសក់សមុទ្រព្រៃចូលផងហើយថែមគ្រឿងផ្សំឲ្យបានច្រើនមុនឡាស់ម៉ោងទៀតយកមកឲ្យខ្ញុំនេះជាប្រវត្តិជំងឺរបស់អ្នកជំងឺនិងលទ្ធផលនៃការពិនិត្យឈាមស្អែកអាចចេញពីមន្ទីរពេទ្យបានហើយអរគុណឈាមខ្ញុំប្រភេទអូអ្នកម្ដាយប្រភេទអចុះហេតុអ្វីវីវីបែរជាប្រភេទទៅវិញខ្ញុំត្រូវការពន្យល់ដែលសមហេតុផលតើក្មេងស្រីម្នាក់នោះអាចមិនមែនជាកូនលោកបានយ៉ាងម៉េចលោកធានពេលលោកទទួលគាត់មកវិញលោកបានធ្វើតេស្ត DNA រួចហើយតើគាត់គឺជាកូនស្រីបង្កើតរបស់លោកពិតមែនហើយពេលនោះខ្ញុំផ្ទាល់ជាអ្នកតាមដានគ្រប់ជំហានមិនអាចមានកំហុសអ្វីកើតឡើងដាច់ខាតលើកលែងតែអ្វីលើកលែងតែពេលដែលអ្នកធ្វើកូនក្នុងបំពង់កែវមន្ទីរពេទ្យបានច្រឡំអ្នកប្រចាអ្វីទៅអ្នកចង់មានន័យថាវីវីជាកូនរបស់ខ្ញុំជាមួយបរិបផ្សេងមែនទេប្រញាប់ទេទៅផ្នែកច្បាប់របស់ក្រុមហ៊ុនភ្លាមឲ្យពួកគេប្តឹងមន្ទីរពេទ្យឲ្យរលីតែម្ដងមិនបាច់ទេលោកស្រីខាងនេះជាកំហុសវិទ្យាសាស្ត្រដ៏ធ្ងន់ធ្ងរណាស់ចាត់ទុកថាជាសំណាងក្នុងគ្រោះថ្នាក់ទៅចុះជាជាងឲ្យវីវីមានឪពុកចិត្តខ្មៅដូចយ៉ាងឈិនខ្ញុំសុខចិត្តឲ្យឪពុកបង្កើតរបស់គាត់ជាអ្នកដទៃវិញចុះតើយើងគួរស្រាវជ្រាវរកឪពុកបង្កើតរបស់កញ្ញាវីវីដែរទេតើជាអ្នកណាបើដូចក្នុងរឿងភាគខ្លីពីគឹមខាងទៀតជាមហាសេដ្ឋីដាច់ការមែនទេមិនដែរចុះពាក្យបន្ទាប់របស់ខ្ញុំអ្នកចង់និយាយថាឬក៏ជាបរិសុទ្ធក្មេងសង្ហាមែនទេហាហាស្រាវជ្រាវភ្លាមតើរឿងកំហុសវិទ្យាសាស្ត្រកាលពី6ឆ្នាំមុនជាយ៉ាងណាតើស្រីម្នាក់ណាដែលពោះកូនរបស់ខ្ញុំ
អ្នកម៉ាក់វីវីភ្ញាក់ហើយខ្ញុំទៅមើលបន្តិចអាចចៅចង្រៃឲ្យអញឆាប់ការមិនព្រមទេចង់តែដើរតាមសម័យថ្មីអីហ្នឹងធ្វើស្អីអាការយកកូនដោយមិនប៉ះពាល់គ្នានោះខ្ញុំប្រាប់ហើយថាវាមិនគួរឲ្យទុកចិត្តទេឥឡូវសំចិត្តណាពូជរបស់ឯងត្រូវបានគេលួចយកបាត់ហើយមែនទេលោកយាយបែបនេះមិនល្អទេអីចាំដល់ពេលខ្ញុំរកក្មេងនោះឃើញយកតែកូនមិនញៀកម្ដាយមិនត្រឹមតែអាចសម្រេចបំណងចង់ពូចៅទូតរបស់លោកយាយបានសូម្បីតែខ្ញុំក៏មិនបាច់រៀបការឲ្យគ្មានអ្នកណាមកគ្រប់គ្រងខ្ញុំដែរមិនមែនជាការចំណេញពីផ្លូវទេអីអូយស្លាប់ហើយឯងនិយាយឈួតអីហ្នឹងឯងលប់មែនទេគឺមួយឯងចង់ឲ្យកូនឯងដូចជាឯងដែរបើចង់លេងលះក៏លេងទៅចេញទៅមីស្រីថោកទៀតលោកយាយខ្ញុំយល់ពីបំណងរបស់លោកយាយហើយតែចាំខ្ញុំរកស្រីម្នាក់នោះឃើញសិនខ្ញុំក៏ចង់ដឹងដែរថានាងអាចធ្វើជាម្ដាយរបស់កូនខ្ញុំបានឬអត់បងស្រីដ៏ទន់ភ្លន់បើស្រីម្នាក់នេះកាត់កូនគួរឲ្យស្រឡាញ់ឲ្យខ្ញុំពិតជាសប្បាយចិត្តណាស់តោះទៅលោកយាយខ្ញុំសរសើរអ្នកមែននេះមិនមែនជាលោកប្រធានគូកនជឿទេអីអ្នកធំដូចគាត់ក៏ត្រូវស្រីបោកដែរមែនទេមិនត្រឹមត្រូវទេកំហុសវិទ្យាសាស្ត្រមិនពាក់ព័ន្ធនឹងការបង្កើតកូនទេអូឪពុកបង្កើតរបស់កញ្ញាចៅវីវីគឺលោកប្រធានគូលោកប្រធានឈៀនមិនក៏ស្រែកខ្លាំងម្ល៉េះលោកប្រធានឈៀនទើបតែនិយាយជាមួយបរិមម្នាក់នោះរួចគាត់ស្រែកខ្លាំងយ៉ាងនេះមិនមែនខ្ញុំស្ដាប់មិនយ៉ាងណាសូមអង្វរជួយប្រើខួរក្បាលបន្តិចទៅទើបតែខ្ញុំទើបតែដឹងថាយ៉ាងស៊ីនមិនមែនជាឪពុកបង្កើតរបស់វីវីបន្ទាប់មកខ្ញុំក៏រកឃើញឪពុកបង្កើតរបស់នាងភ្លាមលើលោកនេះមានរឿងអីចៃដន្យយ៉ាងនេះតែអ្នកនាងវីវីមុខដូចគាត់ណាស់វីវីពិតជាត្រូវការឪពុកតែយើងមិនអាចចេះតែយកអ្នកណាម្នាក់មកធ្វើជាឪពុកនាងបានទេមើលឲ្យច្បាស់ទៅអ្នកនេះđãកាត់ឪពុកបង្កើតរបស់ខ្លួនឯងហើយមកពីអ្នកចូលចិត្តមើលរឿងភាគខ្លីអត់ប្រយោជន៍បែបហ្នឹងទើបធ្វើឲ្យខួរក្បាលអ្នកខូចអស់ហើយអាឡូប្រពន្ធសម្លាញ់កូនប្រុសយើងខ្ញុំលួងគេរួចហើយខាងអ្នកគ្រូហឺខ្ញុំក៏បានសងសំណងជំនួសអ្នកដែរយ៉ាងណាក៏អ្នកគ្រូហឺជាគ្រូបន្ទប់ថ្នាក់ដែរយើងមិនអាចធ្វើឲ្យទំនាក់ទំនងល្អក៏ពេកទេអ្នកពិតជាយកចិត្តណាស់ប្រកាសហើយក្នុងនាមជាប្តីជួយរំលែកទុក្ខធុរៈប្រពន្ធជារឿងគួរធ្វើប្រពន្ធសម្លាញ់កុំសង្ស័យលើខ្ញុំទៀតអីខ្ញុំពិតជាស្រឡាញ់អ្នកខ្លាំងណាស់ស្រឡាញ់គ្រួសារមួយនេះណាស់ខ្ញុំជឿអ្នកល្អណាស់ប្រពន្ធសម្លាញ់ខ្ញុំប្រាប់អ្នកណារស់នៅជាមួយគ្នាឲ្យល្អទើបជារឿងសំខាន់បំផុតបែបនេះចុះស្អែកនេះខ្ញុំនឹងរៀបចំខួបកំណើតឲ្យចិនៗនៅសន្តាគារ Crystal Palace ដល់ពេលនោះអ្នកនាំ VV មកផងឲ្យពួកគេទាំងពីរធ្វើជាមិត្តល្អនឹងគ្នាធ្វើបែបនេះខ្ញុំនិងអ្នកនឹងលេងឆ្លោះគ្នាទៀតហើយចាស់លោកប្រធានធានយ៉ាងស៊ីនមនុស្សប្រុសស៊ីបាយកញ្ជើធ្លុះម្នាក់នេះហ៊ានលួចមានស្រីនៅមានមុខយកលុយអ្នកទៅធ្វើខួបកំណើតឲ្យកូនស្រីលួចលាក់ទៀតថែមទាំងឲ្យកញ្ញា VV ទៅជាមួយអ្នកដើម្បីយកចិត្តកូនស្រីក្រៅច្បាប់របស់គាត់ប៉ុន្មានឆ្នាំមកនេះយ៉ាងឆិនខំប្រឹងធ្វើការនៅក្រុមហ៊ុន Ten Group មិនតិចទេបើខ្ញុំដេញគាត់ចេញភ្លាមតែម្ដងក្រុមហ៊ុនច្បាស់ជាមានភាពចលាចលមិនខានទុកឲ្យគាត់នៅរពើបន្តិចទៀតចុះកម្មវិធីខួបកំណើតថ្ងៃស្អែកច្បាស់ជាអធិកអធមណាស់កញ្ញាឈៀនម្នាក់នេះពិតជាមានសំណាងណាស់ជាក្មេងកំព្រាសោះតែត្រូវបានគ្រូសាឈៀនចិញ្ចឹមបីបាច់ថែមទាំងទុកគាត់ដូចជាក្របពេជ្រក្នុងបាតដៃទៀតបងប្រុសម្នាក់នោះថែមទាំងស្រឡាញ់ថ្នាក់ក្នុងគាត់ខ្លាំងណាស់គ្រាន់តែមើលឈាមរបស់ខ្ញុំទៅកញ្ញាឈៀនក៏មានប្រជាប្រិយភាពក្នុងចំណោមគ្រូនៅសាលាដែរសូម្បីតែគ្រូបន្ទប់ថ្នាក់ក៏មកចូលរួមខួបកំណើតដែរតើគេកើតមកមានវាសនាជាព្រះនាងមិនដូចពួកយើងកើតមកមានវាសនាជាកុកក្របីទេចម្លែកណាស់ហេតុអ្វីលោកស្រីឈៀនមិនមកជាមួយគ្នាអញ្ចឹងមនុស្សស្រីដូចមនុស្សប្រុសរវល់តែរឿងការងារនៅខាងក្រៅពេញមួយថ្ងៃបោះបង់កូនឲ្យប្តីជាអ្នកមើលថែមិនទទួលខុសត្រូវរឿងគ្រួសារបន្តិចសោះមនុស្សស្រីបែបហ្នឹងហ៊ានចេញមុខមកដែរអីអ្នកមិនថាលោកស្រីឈៀនដូចមនុស្សប្រុសទេអីគាត់ច្បាស់ជាបងស្រីដ៏មានអំណាចម្នាក់មើលស្អីខ្ញុំនិយាយពីពេលណាព្រះឲ្យខ្ញុំចង់បើមានប្រពន្ធស្អាតហើយពូកែរកលុយបែបនេះឲ្យខ្ញុំធ្វើជាឆ្កែបម្រើគាត់ក៏ខ្ញុំព្រមដែរពុកធ្វើស្អីហ្នឹងអ្នកកើតអីហ្នឹងមានរឿងអីចម្លែកមែនទេ
ហើយអ្វីពីមុនខ្ញុំមិនដែលចាប់អារម្មណ៍អញ្ចឹងម៉ាក់ពិតជាស្អាតខ្លាំងណាស់ប្អូនស្រីពិតជាគួរឲ្យស្រឡាញ់ណាស់គាត់ស្អាតដូចរូបក្នុងគំនូរអញ្ចឹងអូដូចអ្នកមីងហ៊ីណាស់មិនទាន់តុបតែងមុខក៏នៅតែស្អាតដែរហាមិញខ្ញុំទើបតែលាបលេការពីកម្ដៅថ្ងៃមិញខ្ញុំទើបតែលាបលេការពីកម្ដៅថ្ងៃបងទី3បើទំនេរគួរតែទៅពិនិត្យភ្នែកខ្លះទៅបងទី2បងនិយាយស្អីហ្នឹងបងទី2បំណងរបស់បងទី3គឺថាមើលមនុស្សមិនអាចមើលតែសម្ពកក្រៅបានទេត្រូវមើលសម្រស់ពីខាងក្នុងអ្នកគ្រូហ៊ីគឺជាមនុស្សដែលមានសម្រស់ពីខាងក្នុងមែនទេបងទី3ជាងនិយាយត្រូវហើយមិនដូចពួកយើងទេចេះតែមើលសម្ពកក្រៅរ៉េនសិនឆ្លាតបែបនេះក៏ដោយសារតែពួកគាត់ដែរវាជាការប្រដៅរបស់លោកគ្រូហ៊ីរ៉េនសិនឆ្លាតតាំងពីដើមមកហើយរៀនអីក៏ឆាប់ចេះដែរខ្ញុំមិនដូចអ្នកខ្លះចេះតែតុបតែងខ្លួនឥតប្រយោជន៍ទេមនុស្សខ្លះទោះបីជាស្លៀករ៉ូបព្រះនាងក៏ដោយក៏នៅតែមានចរិតជាអ្នកបម្រើដែរមិនគួរមកស្លៀករ៉ូបស្អាតបែបនេះទេបង្កបញ្ហាឲ្យអ្នកម៉ាក់ទៀតហើយកូនស្រីរបស់ឈៀនលោកខ្ញុំស្លៀកអីគឺជាវាសនារបស់គេមិនដល់វេនអ្នកមកនិយាយរឿងឥតប្រយោជន៍ជួយអ្នកក្រៅទេមកពីមនុស្សខ្លះដែលបង្រៀនកូនឲ្យមានចរិតច្រណែនឈ្នានីសបែបនេះតើអ្នកគួរតែពិចារណាឡើងវិញទេលោកអគ្គនាយកយ៉ាន់និយាយត្រូវក្នុងនាមជាគ្រូបង្រៀនមិនក៏អាចបង្រៀនក្មេងឲ្យមានគំនិតបែងចែកវណ្ណៈបែបនេះបើនិយាយពីឋានៈវិញគៀនយ៉ាងគ្រាន់តែជាកូនចិញ្ចឹមប៉ុណ្ណោះគៀនយូវីទៅជាកូនស្រីបង្កើតពិតប្រាកដកូនចិញ្ចឹមទេដែលជាអ្នកបម្រើនោះនេះជាផ្ទាំងគំនូររបស់ខ្ញុំយកមកឲ្យខ្ញុំវិញមកនេះអ្នកមកឲ្យខ្ញុំតើអូយវីគ្រាន់តែជាដង្កៀបសក់មួយសោះអ្នកឲ្យបងស្រីទៅបានហើយជាក្មេងស្រីក៏មានចិត្តចង្អៀតចង្អល់ពេកតិចរបស់ខ្លួនឯងតើអ្នកមិនគួរការពារវាទេអីបើត្រូវគេដណ្ដើមយកតើអ្នកត្រូវធ្វើម៉េចនេះជាកាដូដែលអ្នកមកឲ្យខ្ញុំអ្នកមិនត្រូវដណ្ដើមទេអ្នកហ៊ានរុញខ្ញុំផងអេបើហ៊ានជេរខ្ញុំថាអាល្ងងទៀតកណ្ដាប់ដៃខ្ញុំខ្លាំងណាស់ណាបើហ៊ានជេរខ្ញុំទៀតខ្ញុំនឹងវាយអ្នកម៉ាក់គាត់ធ្វើបាបខ្ញុំហើយគាត់ថាប៉ារហូតយេនសិនគាត់ទើបជាអ្នកម៉ាក់របស់អ្នកស្រីឈៀនក៏ជាកូនស្រីរបស់អ្នកដែរមិនក៏អ្នកហៅកូនបង្កើតថាជាកូនចិញ្ចឹមទៅវិញធ្វើបែបនេះនឹងបង្រៀនក្មេងឲ្យខូចអស់ហើយអ្នកមីងស្អាតម្នាក់នេះប្លែកពីជាតិមុនណាស់គាត់តែងតែប្រាប់ឲ្យបងស្រីវាយខ្ញុំថែមទាំងប្រាប់ខ្ញុំថាពេលត្រូវគេវាយត្រូវឈរឲ្យត្រង់ទៀតបើអ្នកមិននិយាយខ្ញុំស្ទើរតែភ្លេចរឿងរបស់អ្នកបាត់ទៅហើយអ្នកមិនមែននិយាយថាពេលត្រូវគេវាយត្រូវឈរឲ្យត្រង់ទេអីអញ្ចឹងអ្នកឈរឲ្យត្រង់ទៅធានលោអ្នកអាំងអីបានជាហ៊ានវីមនុស្សវីចិនគឺរៀនតាមអ្នកនឹងឯងអញ្ចឹងឲ្យគាត់រៀនឲ្យបានច្បាស់បន្ថែមទៀតទៅម៉ាក់អ្នកចង់មានន័យថាម៉េចអ្នកក៏ចង់ត្រូវមួយកំភ្លៀងដែរមែនទេខ្ញុំចាំថាខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាហើយអ្នករាល់គ្នាគ្រាន់តែជាកូនដែលខ្ញុំសុំមកចិញ្ចឹមមិនសមនឹងហៅខ្ញុំថាម៉ាក់ទេអ្នកទាំងអស់គ្នាបានឃើញហើយការអប់រំរបស់ខ្ញុំចំពោះកូនស្រីខ្ញុំគឺមិនដែលបង្កបញ្ហាតែថាក៏មិនដែលខ្លាចបញ្ហាដែរអ្នកនៅទីនេះទាំងអស់គ្នាទើបតែបានឃើញគឺធានចិនជាអ្នកមើងងាយវីមុនត្រូវហើយមិននឹងធានជីវីមិនបាននិយាយអីសោះតែធានចិននៅតែហៅគាត់ថាមនុស្សស្រែរហូតលោកគ្រូហ៊ីម្នាក់នេះកាន់ជើងធានចិនខ្លាំងណាស់មិននឹងធានចិនថែមទាំងហៅគាត់ថាម៉ាក់ទៀតអ្នកទាំងពីរប្រហែលជាមានរឿងអីលាក់បាំងហើយមើលទៅប្រពន្ធសម្លាញ់នេះគ្រាន់តែជារឿងរវាងវីនិងចិនដែលជាបងប្អូននឹងគ្នាមានចំនួនបន្តិចបន្តួចប៉ុណ្ណោះអ្នកមិនចាំបាច់ធ្វើរឿងឲ្យធំនៅចំពោះមុខអ្នកកាសែតច្រើនបែបនេះពេកទេត្រូវហើយថែមទាំងទីងលោកគ្រូហ៊ីមកពាក់ព័ន្ធទៀតគាត់ធ្វើជាគ្រូបង្រៀនច្រើនឆ្នាំមកហើយតើការអប់រំកូនរបស់គាត់នៅចាញ់អ្នកដែលដើរធ្វើចំនួនខាងក្រៅរាល់ថ្ងៃមិនខ្វល់ពីសុខទុក្ខគ្រួសារម្នាក់ទៀតមែនទេឈប់ឆ្លោះគ្នាផ្ដេសផ្ដាស់ទៅតើខ្ញុំនិយាយខុសមែនទេតាំងពីខ្ញុំដឹងក្តីមកគាត់បោះបង់រឿងគ្រប់យ៉ាងឲ្យប៉ាអ្នកធ្វើចំណែកខ្លួនឯងរត់ទៅនៅខាងក្រៅយ៉ាងសប្បាយនិយាយឈួតខ្ញុំទៅនៅសប្បាយស្អីប៉ុន្មានឆ្នាំនេះបើខ្ញុំមិនខំប្រឹងធ្វើការនៅខាងក្រៅទេតើខ្ញុំយកលុយឯណាទៅសុំអ្នករាល់គ្នាមកចិញ្ចឹមយកលុយឯណាឲ្យអ្នករាល់គ្នាចូលរៀនសាលាលំដាប់ខ្ពស់ឬអ្នកនៅមណ្ឌលកុមារកំព្រីនិយាយថាការនោះលោកស្រីធានមិនមានបំណងសុំពួកគេមកចិញ្ចឹមទេតែដោយសារមណ្ឌលកុមារកំព្រីជួបវិបត្តិសេដ្ឋកិច្ចបើលោកស្រីធានមិនសុំពួកគេមកចិញ្ចឹមទេពួកគេច្បាស់ជាគ្មានកន្លែងស្នាក់នៅឡើយកូនចិញ្ចឹមពិតជាមិនដូចកូនបង្កើតមែនសាលាលំដាប់ខ្ពស់ថ្លៃសិក្សា2លានក្នុងមួយឆ្នាំចំណាយលុយរាប់សិបលានដើម្បីបណ្ដុះបណ្ដាលតែបែរជាចិញ្ចឹមបានមនុស្សរមលគុណ3នាក់ទៅវិញអ្នកច្បាស់ជាចង់ឲ្យពួកយើងជោគជ័យដើម្បីឲ្យពួកយើងរកលុយមកចិញ្ចឹមអ្នកវិញមិនអញ្ចឹងទើបអ្នកបញ្ជូនពួកយើងទៅរៀននៅសាលាលំដាប់ខ្ពស់បែបនេះម៉ាក់ដើម្បីជួយការពារឈៀនយូវេអ្នកហ៊ានមើលងាយពួកខ្ញុំនៅចំពោះមុខអ្នកកាសែតច្រើនបែបនេះអ្នកធ្វើបែបនេះគឺហួសហេតុពេកហើយហេតុអ្វីបានជាពួកបងកាច់ដាក់ម៉ាក់ខ្លាំងម្ល៉េះទាំងដែលពេលពួកគាត់និយាយជាមួយអ្នកមីងគឺនិយាយផ្អែមល្ហែមដាក់គ្នាណានិយាយបានល្អណាស់អញ្ចឹងមានន័យថា
ខ្ញុំឲ្យអ្នករៀននៅសាលាលំដាប់ខ្ពស់ឲ្យអ្នកទទួលបានការអប់រំខ្ពង់ខ្ពស់គឺខ្ញុំមានបំណងអាក្រក់មែនទេល្អអញ្ចឹងឥឡូវនេះខ្ញុំនឹងកាត់ការអ្នកចោលលេខាយ៉ាងជួយកញ្ញាឲ្យច្បាស់មនុស្សរមើលគុណទាំង3នាក់នេះនៅរាល់ប្រាក់កាសដែលចំណាយលើពួកគាត់កន្លងមកខ្ញុំចង់ឲ្យពួកគាត់សងខ្ញុំវិញគ្រប់សេនទាំងអស់ម៉ាក់បងធំនិងប្អូនទី3គ្រាន់តែនិយាយលេងជាមួយអ្នកទេខ្ញុំចាំថាពីមុនខ្ញុំមិនដែលបង្រៀនអ្នកឲ្យនិយាយលេងបែបនេះទេកាន់នារួចរាល់ហើយប៉ុន្មានឆ្នាំនេះអ្នកបានចំណាយលើពួកគាត់ទាំង3នាក់អស់ប្រាក់ច្រើនណាស់គ្មានសល់សំបីតែមួយលេខ5 1 2ខ្ទង់ឈប់សិនប្រកាសជាមានបញ្ហាហើយមិនក៏ច្រើនដល់ថ្នាក់នេះបងធំបងពូកែកញ្ញាបងមកមើលសិនមកខ្ញុំសុំមិននិយាយច្រើនទេប្អូនទី3គាត់ដឹងរឿងកញ្ញានេះច្រើនជាងប៉ុន្មានឆ្នាំមកនេះពេលដែលខ្ញុំចំណាយលុយលើអ្នកច្រើនបែបនេះអ្នកមិនដែលគិតថាវាច្រើនទេដល់ពេលឲ្យសង្វិញបែរជាថាច្រើនទៅវិញកុំញ៉ៃញ៉ៃប្រញាប់ស្កេនបងលុយមកបងធំប្អូនទី3ខ្ញុំប្រាប់អ្នកតាំងពីយូរហើយថាឲ្យនិយាយតិចទៅឥឡូវមើលចុះម៉ាក់មកទាបញ្ជីជាមួយពូយើងហើយរឿងនេះគឺអ្នកជាអ្នកបង្កឡើងបើមិនសុំទោសគាត់ទេក៏ត្រូវចេញលុយចំណែករបស់ខ្ញុំដែរក្រៅពីលុយតាអ្នកភ្លេចអស់ហើយមែនទេថាប៉ុន្មានឆ្នាំនេះលោកស្រីឆែនល្អចំពោះអ្នកយ៉ាងណាខ្លះមនុស្សល្ងងទាំង3នាក់នេះចាប់ផ្ដើមបដូរចិត្តហើយបានហើយប្រពន្ធសម្លាញ់លើកនេះគឺខ្ញុំខុសមែនកុំឲ្យតែរឿងបន្តិចបន្តួចនេះមកបំផ្លាញសុភមង្គលគ្រួសារយើងអីប៉ាពូបងហេតុអ្វីបានជាអ្នករកគ្នាទៅកាន់ជើងបើដឹងថាខុសហើយអញ្ចឹងសុំទោសទៅម៉ាក់កុំជឿអីគាត់ធ្វើបាបខ្ញុំឆេនજેនធ្វើខុសត្រូវតែសុំទោសមិនមែនខ្ញុំធ្លាប់បង្រៀនអ្នកបែបនេះទេអីហេតុអីយ៉ាងចិនត្រូវសុំទោសតើយ៉ាងចិនធ្វើខុសអីអូមីងតោះទៅយ៉ាងចិនក្មេងល្អសុំទោសប្អូនទៅពួកបងទិញកាដូថ្ងៃខួបកំណើតឲ្យអ្នកច្រើនណាស់ឬមួយអ្នកមិនចង់ឃើញវាឲ្យឆាប់ទេមែនហើយយ៉ាងចិនឲ្យតែអ្នកសុំទោសគាត់ពួកយើងនឹងទិញកាដូឲ្យអ្នកច្រើនតែម្ដងថែមមួយទៀតសិស្សចូលចិត្តវាណាស់វាវ័យចង់ដូចបងស្រីណាស់ចង់ឲ្យប៉ានិងពួកបងស្រឡាញ់តិចក្នុងនាមជាម៉ាក់កូនស្រីគឺជាអ្នកបន្តវេនរបស់ក្រុមហ៊ុននាពេលអនាគតជាកូនស្រីច្បងតែម្នាក់គត់ក្នុងគ្រួសារអ្នកមិនបាច់ទៅយកចិត្តអ្នកណាទាំងអស់គ្រាន់តែធ្វើជាខ្លួនឯងទៅយកទេលោកប្រធានជារបស់ដែលអ្នកចង់បាននៅក្នុងនេះប្រយ័ត្នបងស្រីបើមិនទម្លាប់ពាក់ស្បែកជើងកាញ់ទេកុំបង្ខំអីទោះអ្នកពាក់ស្បែកជើងផ្ទាត់ក៏ខ្ញុំនៅតែចូលចិត្តដែរខ្ញុំពាក់អីមិនមែនជាសិទ្ធិរបស់អ្នកមកចេះដឹងទេចង្រៃមែនទៅបើអ្នកជាអ្នកជំនាញអញ្ចឹងគួរតែបង្កើនសមត្ថភាពវិជ្ជាជីវៈផងវិធីញ៉ាយស្រីរបស់អ្នកស័ក្តិសមតែជាមួយក្មេងស្រីទេបើចង់រកស៊ីលើខ្ញុំរកវិធីផ្សេងទៅហេតុនេះហើយលោកម្ចាស់ឲ្យប្រាក់ខែអ្នកខ្ពស់ណាស់អ្នកធ្វើទៅខ្ញុំប្រាប់អ្នកចុះលោកម្ចាស់ខ្ញុំមានទ្រព្យសម្បត្តិមហាសាលណាស់អត់ទេគួរឲ្យចាប់អារម្មណ៍មែននេះជាលើកដំបូងហើយដែលខ្ញុំត្រូវស្រីបដិសេធអ្នកឈួតហើយមែនទេអូខ្ញុំភ្លេចថាអ្នកត្រូវដកដង្ហើមមិនអីទេការពិតដួលជឿជង្គង់ស្ទើរមកហើយអេតខ្មារកឃើញស្រីម្នាក់ដែលសង្ស័យថាមានកូនកាលពី6 ឆ្នាំមុនហើយគាត់ថែមទាំងបង្កើតបានកូនស្រីឲ្យអ្នកទៀតផងមិនមែនជាស្រីកាច់ដែលទើបតែជួបមិញទេអីគាត់គឺជាប្រធានក្រុមហ៊ុន Ten Group កុំឲ្យរបូតអីទៅនាងគឺជាប្រពន្ធរបស់ខ្ញុំណាអ្នកប្រុសអ្នកឯងនិយាយលឿនពេកហើយអីចាំបានទេមិនដឹងជាអ្នកណាទេកាលនោះនៅចំពោះមុខលោកស្រីធំធ្លាប់និយាយយ៉ាងមុតមមថាខ្ញុំត្រូវមើលពីចរិតលក្ខណៈរបស់នាងសិនថាសមនឹងធ្វើជាម្ដាយរបស់កូនស្រីខ្ញុំដែរឬអត់ដូចជាធ្លាប់និយាយថាយកតែកូនម្នាក់ម្ដាយទៀតផងខ្ញុំក៏បានឬដែរឬដូចគ្នា
អ្នកក៏បាននឿដែរអីបាទពួកអ្នកចាំច្រឡំហើយមិនមែនទេអ្នកប្រុសរឿងនេះវាហាក់ដូចជាស្មុគស្មាញបន្តិចបើមិនអញ្ចឹងទេអ្នកសាកមើលព័ត៌មានបន្តទៀតទៅនោះគឺជាប្តីរបស់នាងអ្នកប្រុសនាងរៀបការរួចហើយអញ្ចឹងជប់គិតទៅមែនហើយអ្នកប្រុសរឿងដណ្ដើមប្រពន្ធគេហ្នឹងរឿងហ្នឹងមានតែពួកកូនអ្នកមានខូចខើទេដែលធ្វើពិតមែនហើយកាលពីមុនគេហៅថាប្រុសហើយបើនិយាយពីសម័យនេះវិញគេហៅថាជនទី3ប្រយ័ត្នគេហែកខោអាវនៅកណ្ដាលផ្លូវណាបងស្រីជ្រុះរបស់ហើយខ្ញុំត្រូវយកទៅឲ្យគាត់វិញត្រចៀកអ្នកប្រុសយើងមិនកាត់អីទេដឹងមិនក៏ពួកយើងនិយាយអីក៏គាត់មិននឿអញ្ចឹងលោកចាងអ្នកមិនយល់ទេមនុស្សប្រុសដែលធ្លាក់ក្នុងអន្លង់ស្នេហ៍បែបនេះគឺមានសមត្ថភាពមិនទទួលដឹងរឿងខាងក្រៅទាំងអស់ចុះធ្វើម៉េចទៅពួកយើងមិនអាចបណ្ដោយឲ្យអ្នកប្រុសទៅធ្វើជាជនទី3បានទេណាមែនហើយអ្នកប្រញាប់ទៅប្រាប់លោកស្រីធំទៅពេលនេះមានតែលោកស្រីធំទេទើបគាត់បានប្រញាប់ទៅសាច់មួយមកខ្ញុំមិនមែនចង់ប្តឹងអ្នកទេនេះក៏ដើម្បីកេរ្តិ៍ឈ្មោះរបស់អ្នកដែរបើនិយាយពីសម័យបុរាណវិញខ្ញុំគឺជាអ្នកបម្រើដ៏ស្មោះត្រង់បំផុតរបស់អ្នករំភើបណាស់សូម្បីតែខ្ញុំក៏រំភើបនឹងខ្លួនឯងដែរស្អីគេអ្នកថាចោលម្នាក់នោះគឺជាស្រីមានប្តីហើយអីចាស់សប៉ុន្តែអ្នកប្រុសមិនខ្វល់ទេគ្រាន់តែឃើញនាងភ្លាមក៏វង្វេងនឹងសម្រស់នាងបាត់ទៅហើយពិតជាស្រីកញ្ជ្រោងមែនប្រហែលជាតាំងពី6ឆ្នាំមុនម្លេះដែលនាងតាមពងចង់បានចៅប្រុសរបស់ខ្ញុំគាត់មិនព្រមបង្ហាញខ្លួនរហូតមកគឺដើម្បីរងចាំឲ្យកូនធំសិនដើម្បីអង្គកូនស្រីរៀបការចូលគ្រួសារតកូលគេរបស់ខ្ញុំមែនហើយលោកស្រីអ្នកនិយាយត្រូវណាស់មីកញ្ជ្រោងតូចម្នាក់នោះតើអាចតាំងជាមួយកញ្ជ្រោងចាស់ដូចអ្នកបានយ៉ាងម៉េចទៅអូខ្ញុំចង់មានន័យថាមនុស្សចាស់ពិតជាខ្លាំងពូកែមែនឬក៏ពួកយើងទៅទីនោះឥឡូវនេះតែម្ដងទៅដើម្បីទៅរៀបចំមីកញ្ជ្រោងតូចនោះបន្តិចទោះជាយ៉ាងណាក៏ដោយស្រីម្នាក់នោះនៅតែជាម្ដាយរបស់ចៅទូតខ្ញុំដដែលមិនអាចធ្វើនៅចំពោះមុខក្មេងបានទេនិយាយរឿងមិនល្អពីម្ដាយរបស់គាត់នោះអ្នកត្រឡប់ទៅវិញមុនចុះរឿងនេះចាំគិតមើលម្ដងទៀតមែនហើយ Jensen រីករាយថ្ងៃកំណើតណានេះគឺជាកាដូដែលបងជូនអ្នកអរគុណបងទាំងអស់គ្នាបងមិនដែលជូនកាដូដល់វីទេកូនសម្លាញ់ចាំមកទិញផ្សារទំនើបមួយទាំងមូលឲ្យអ្នកចង់បានអ្វីក៏យកនឹងទៅទុកថាជាកាដូដែលម៉ាក់ជូនអ្នកតើល្អទេវ៉ាវអរគុណម៉ាក់តើរបស់ទាំងនេះជាអ្វីទៅ Jensen សម្រាប់មួយនេះគឺជាអ្វីដែលបងធំបានសម្រិតសម្រាប់ជ្រើសរើសសៀវភៅវិទ្យាសាស្ត្រដំបូងសម្រាប់អ្នកបន្ទាប់ពីអ្នកអានហើយអ្នកច្បាស់ជាទទួលបានចំណេះដឹងច្រើនមិនខានចំណែកមួយនេះគឺជាបទភ្លេងដែលបងទី2ចំណាយពេល3ឆ្នាំនិពន្ធឲ្យអ្នកបន្ទាប់ពីអ្នកលេងនិងច្រៀងវាហើយអ្នកច្បាស់ជាខ្លាចជាតារាតន្ត្រីប្រចាំសាលាមិនខាននេះគឺជាស្រោមដៃដែលបងពាក់ពេលឈ្នះការប្រកួតពិភពលោកលើកមុនបងទី3នឹងបង្រៀនអ្នកវាប្រដាមានអ្នកណាហ៊ានមកធ្វើបាបអ្នកឡើយកាដូថ្ងៃកំណើតដែលបងប្រុសទាំង3ជូនដល់ Jensen ពិតជាមានប្រយោជន៍មែនកាដូមិនសំខាន់លើតម្លៃថ្លៃនោះទេសំខាន់គឺវាមានអត្ថន័យតើបងមានកាដូផ្សេងទៀតទេអត់មានទេចុះមានកាដូពីគ្រួសារអ្នកដែរទេជូនរបស់ឥតតម្លៃអស់ទាំងនេះធ្វើជាកាដូថ្ងៃកំណើតឲ្យប្អូនស្រីJensen អ្នកមិនអីទេមែនទេគ្មានសញ្ញាសំឡេងក៏បាត់នៃអាមនុស្សស្រែចម្ការតើអ្នកណាអនុញ្ញាតឲ្យអ្នកប៉ះកាដូរបស់ខ្ញុំរបស់ទាំងនេះបងប្រុសជាអ្នកឲ្យខ្ញុំនឹងរក្សាទុកវាឲ្យបានល្អបំផុតបងស្រីនិយាយកុហករឿងលើកមុនពេលបងស្រីទទួលបានកាដូទាំងនេះគាត់ក៏ក្រវែងវាចូលធំសម្រាប់ភ្លាមហើយគាត់ប្រាប់បងថាខ្ញុំជាអ្នកបោះចោលគាត់ធ្វើឲ្យអ្នកទាំងអស់គ្នាគិតថាខ្ញុំចំណាយអ្នកចាំមើលខ្ញុំនឹងបោះរបស់ដែលអ្នកឲ្យខ្ញុំចោលដែរពួកអ្នកស្ដាប់ឲ្យច្បាស់ទៅកុំយំអីនិយាយមែនទេណាស្មានតែរឿងលុយកាក់មែនទេ
ខូចដូចជាអ្នកមួយជីវិតនេះមិនសមនឹងទទួលបានកាដូពីពួកខ្ញុំទេក្នុងនាមជាកូនចិញ្ចឹមខ្ញុំពិតជាអន់ណាស់មែនទេ Renshan អើយតើអ្នកពិតជារក្សាទុកកាដូនេះមែនទេឬក៏គ្រាន់តែយកលេខថាទុករួចលួចយកទៅបោះចោលខ្ញុំគ្មានម៉ាក់ទេហេតុអ្វីអ្នកគិតបែបនេះកាលនោះបងស្រីខ្ញុំថែមទាំងនិយាយថាស្រោមដៃប្រដាល់ដែលបងទី3ឲ្យគឺគួរឲ្យខ្ពើមបំផុតប៉ុន្តែនេះជាស្រោមដៃការបងទី3ឈ្នះជើងឯកណាជាស្រោមដៃដែលគាត់ធ្លាប់ពាក់បើអ្នកចូលចិត្តវាខ្លាំងម្លឹងអញ្ចឹងពាក់វាទៅអាក្រក់មើលណាស់តែមិនអីទេនេះជាក្លិនថ្នាំសម្រាប់សត្វល្អិតតើហេតុអីខ្ញុំមិនចាំថាមានរបស់នេះនៅទីនេះបងទី3របស់នេះច្បាស់ជាវាវៃជាអ្នកដាក់ចូលហើយគាត់ច្រណែនដែលអ្នកល្អដាក់ខ្ញុំគាត់ចង់ឲ្យអ្នករបួសពេលវីប្រដាល់អ្នកឃើញផ្ទាល់ភ្នែកមែនទេខ្ញុំដាក់ថ្នាំនឹងគ្រាន់តែដើម្បីកុំឲ្យស្រោមដៃរបស់បងទី3ដុះផ្សិតហេតុអីអ្នកច្បាស់ម្លេះថាវាដាក់វាមិនមែនដើម្បីបំណងល្អចំពោះបងទី3ព្រោះគាត់ជាមនុស្សខូចបងទី3យ៉ាងណាក៏ស្រោមដៃនេះវាខូចបាត់ទៅហើយអ្នកបោះវាចោលទៅចាំខ្ញុំឲ្យលុយអ្នកទិញថ្មីទីបំផុតបានមកវិញហើយបងទី3ទិញកាបូប channel ឲ្យខ្ញុំមួយបានទេRenshan ឲ្យខ្ញុំធ្វើបែបនេះការដាក់ថ្នាំក្នុងស្រោមដៃគឺដើម្បីបំណងល្អចំពោះខ្ញុំទេគឺដើម្បីកុំឲ្យស្រោមដៃឆាប់ខូចធ្វើបែបនេះទើបប្រើវាបានយូរអង្វែងចិនមើលទៅសៀវភៅដែលខ្ញុំឲ្យអ្នកកន្លងមកអ្នកមិនដែលអានសោះសូម្បីតែថ្នាំការពារសត្វល្អិតប្រើសម្រាប់អ្វីក៏អ្នកមិនដឹងដែរគ្រាប់កាពូគឺធ្វើចេញពីដើមកាពូវាមានក្លិនបែបហ្នឹងគឺធម្មតាទេហើយក្លិនវាខ្លាំងទៀតផងមិនប្លែកទេដែលពេលខ្ញុំត្រឡប់មកផ្ទះវិញស្រោមដៃប្រដាល់របស់ខ្ញុំលែងខូចទៀតហើយតាមពិតគឺគាត់បានដាក់គ្រាប់កាពូនៅខាងក្នុងនឹងសោះទីបំផុតគាត់ព្រមញឹមដាក់ខ្ញុំហើយតែហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍ថាសប្បាយចិត្តសោះអីចឹងសៀវភៅរបស់គាត់អត្ថបទភ្លេងរបស់គាត់បើខ្ញុំប្រាប់ពួកគាត់ថាខ្ញុំក៏បានខំការពាររបស់ទាំងនោះដែរតើពួកគាត់នឹងញឹមដាក់ខ្ញុំដែរទេជប់ទៅកុំនិយាយអីពួកគាត់មិនចូលចិត្តខ្ញុំទេវានៅតែស្លូតពេកហើយធ្វើរឿងល្អត្រូវតែឲ្យគេដឹងអ្នកទាំងពីរអ្នកមិនដែលគិតទេអីថាអាកាសធាតុនៅហើយចឹងសាំខ្លាំងណាស់ចុះសៀវភៅនិងអត្ថបទភ្លេងរបស់អ្នករក្សាទុកបានល្អបែបនេះដោយរបៀបណានោះគឺដោយសារតែរាល់ពេលថ្ងៃត្រង់ដែលក្តៅខ្លាំងគឺវាវេតែងតែយកវាទៅហាលថ្ងៃឲ្យអ្នកនោះគឺដោយសារតែរាល់ពេលថ្ងៃត្រង់ដែលក្តៅខ្លាំងគឺវាវេតែងតែយកវាទៅហាលថ្ងៃឲ្យអ្នកអូចម្លែកណាស់ហេតុអ្វីបានជាសៀវភៅនេះមានអារម្មណ៍ថាក្តៅណាស់ចឹងចុះអត្ថបទភ្លេងរបស់ខ្ញុំហេតុអ្វីមានក្លិនដូចត្រូវកម្ដៅថ្ងៃអញ្ចឹងឈប់សិនខ្ញុំសួរអ្នកតើអ្នកបានចូលក្នុងបន្ទប់ធ្វើការរបស់ខ្ញុំមែនទេខ្ញុំគ្រាន់តែស្អីខ្ញុំប្រាប់អ្នកប៉ុន្មានដងហើយមិនឲ្យចូលក្នុងបន្ទប់ធ្វើការរបស់ខ្ញុំទេអ្នកដឹងទេសៀវភៅនិងអត្ថបទភ្លេងនៅក្នុងបន្ទប់នេះវាសំខាន់សម្រាប់ខ្ញុំនិងគាត់ប៉ុណ្ណាបើអ្នកធ្វើឲ្យវាខូចតើអ្នកទទួលខុសត្រូវឬទេខ្ញុំប្រាប់អ្នកឲ្យច្បាស់បើខ្ញុំឃើញអ្នកចូលក្នុងបន្ទប់ធ្វើការរបស់ខ្ញុំម្ដងទៀតអ្នកត្រូវតែចេញពីផ្ទះនេះទៅខ្ញុំពិតជាល្ងងមែនហេតុអ្វីខ្ញុំមិនដឹងថាអត្ថបទភ្លេងត្រូវបានយកទៅហាលថ្ងៃថែមទាំងស្ដីបន្ទោសឲ្យវាទៀតអាឡូគឺខ្ញុំខុសហើយអត់ទោសឲ្យខ្ញុំបានទេខ្ញុំក៏សុំទោសអ្នកដែរខ្ញុំសន្យាថារាល់ថ្ងៃខួបកំណើតរបស់អ្នកខ្ញុំនឹងជូនបទភ្លេងថ្មីមួយដល់អ្នកលោកពុកក្មេកអញ្ជើញមកប្អូនស្រីពីនទាំង3នេះពិតជាអស្ចារ្យណាស់អ្នកចូលចិត្តមួយណារើសតាមចិត្តទៅមកឲ្យពួកខ្ញុំអប3នាក់មកបងធំបងទី2បងទី3ហេតុអីបានជាអ្នកទាំងអស់គ្នាប្រែប្រួលដែរបងធំបងទី2បងទី3អ្នកទាំងអស់គ្នាមិនបាច់ជូនកាដូឲ្យខ្ញុំទេពីមុនខ្ញុំធ្វើរឿងទាំងនោះគ្រាន់តែដើម្បីយកចិត្តអ្នកប៉ុណ្ណោះប៉ុន្តែម៉ាក់បាននិយាយថាខ្ញុំមិនចាំបាច់ត្រូវយកចិត្តអ្នកណាម្នាក់ឡើយវីដឹងថាបងមិនចូលចិត្តវីទេអញ្ចឹងទៅថ្ងៃមុខវីនឹងនៅឲ្យឆ្ងាយពីអ្នកទាំងអស់គ្នានឹងមិនរំខានបងទៀតទេមីក្មេងស្រីនេះល្ងងមែនហ៊ានផ្ដាច់ទំនាក់ទំនងជាមួយបងប្រុសទាំង3ដោយខ្លួនឯងផងអរគុណណាស់បែបនេះរឹតតែល្អបើមិនអីចឹងទេពួកគាត់ស្រឡាញ់តែខ្ញុំម្នាក់គត់បងមិនអីទេណាខ្ញុំនៅតែជាប្អូនស្រីរបស់អ្នកទាំងអស់គ្នា
បងធំទៅថ្ងៃមុខពេលបងធ្វើជាគ្រូពេទ្យខ្ញុំនឹងធ្វើជាជំនួយការរបស់បងជួយបងវះកាត់ជាមួយគ្នាមនុស្សដូចអ្នកនឹងអីចិនការរៀនជំនាញនេះគឺត្រូវការចំណេះដឹងច្រើនណាស់សូម្បីតែសិភៅដែលខ្ញុំឲ្យក៏អ្នកមិនមើលផងតើចង់ធ្វើជាគ្រូពេទ្យយ៉ាងម៉េចទៅសូម្បីតែធ្វើជាពេទ្យសត្វក៏មិនសមដែរបងទី2ពេលបងធ្វើជាតារាខ្ញុំនឹងជួយសរសេរបទចម្រៀងឲ្យអ្នកទុកសញ្ញាតន្ត្រីដូចជាក្រដាសសម្រាមអ្នកមិនសមនឹងរៀនតន្ត្រីទេបងទី3រាល់ការប្រកួតរបស់បងខ្ញុំនឹងទៅមើលទាំងអស់ចាំជួយស្រែកលើកទឹកចិត្តបងល្អទេមិនមែនអ្នកខ្ពើមថាដែលខ្ញុំមកខ្វាក់ទេអីហេតុអីការធ្វើចរិតគួរឲ្យស្រឡាញ់ប្រើជាមួយបងមិនបានផលអញ្ចឹងមិនហើយខ្ញុំអាចប្រើល្បិចធ្វើបាបខ្លួនឯងបានបងលែងស្រឡាញ់ខ្ញុំហើយមិនបាច់ធ្វើខួបកំណើតអីទៀតទេហឹមបងប្រុសធ្វើមិនទៅមានអីអត់អូយដូចជាចេញឈាមហើយចេញឈាមមែនតើលោកប៉ាអ្នកម៉ាក់មើលមុខខ្ញុំមានរបួសអត់ដូចជាតិមុនអីចឹងបងស្រីពេលមានទុកសោកបែរជាមើលទៅស្អាតខ្លាំងណាស់អ្នកងីងម៉ាក់ទីបំផុតកន្ទុយកញ្ជ្រោងលេចចេញមកហើយហេតុអីចិនហៅអ្នកគ្រូហៅថាម៉ាក់អីចឹងហើយឡើងស្និទ្ធស្នាលទៀតផងពីមុនធ្លាប់មានពាក្យចាមអារាមថាយ៉ាងចិនជាកូនក្រៅច្បាប់របស់យ៉ាងខិនឬមួយអ្នកស្រីហ៊ីជាស្រីកំណានរបស់យ៉ាងចិនអ្នកស្រីហ៊ីសេជាអ្នកគួរតែពន្យល់បន្តិចទេដឹងហេតុអីបានជាយ៉ាងចិនហៅអ្នកបែបហ្នឹងប្រពន្ធសម្លាញ់គុំយកច្រឡំអីតែយ៉ាងចិនហៅអ្នកគ្រូហ៊ីថាម៉ាក់គឺមកពីអ្នករវល់នឹងការងារពេកខ្វះការយកចិត្តទុកដាក់ចំពោះគាត់ទើបគាត់ពឹងផ្អែកលើអ្នកគ្រូហ៊ីខ្លាំងពេកទើបហៅគាត់ថាម៉ាក់បែបហ្នឹងយ៉ាងចិនស្រឡាញ់អ្នកគ្រូហ៊ីបំផុតលោកស្រីហ៊ានអ្នកមានការងារច្រើនណាស់ខ្ញុំដឹងថាអ្នករវល់តែក្នុងនាមជាម្ដាយពេលកូនស្រីរងរបួសអ្នកគួរតែប្រញាប់ជូនគាត់ទៅមន្ទីរពេទ្យកុំមកខ្វល់រឿងតូចតាចទាំងនេះអីអ្នកគ្រូហ៊ីខ្ញុំជឿក្បាលណាស់អ្នកប្រញាប់នាំយ៉ាងចិនទៅមន្ទីរពេទ្យទៅយ៉ាងចិនក្មេងល្អអ្នកគ្រូនឹងនាំទៅមន្ទីរពេទ្យឥឡូវនេះតោះអាកប្បកិរិយារបស់ឈៀនលោកចំពោះយ៉ាងចិនហាក់ដូចជាមិនសូវស្រួលទេអូឬមួយរកឃើញកូនបង្កើតហើយចង់ដេញកូនចិញ្ចឹមនេះចេញបើឆែនលោដេញយ៉ាងចិនចេញមែនច្បាស់ជាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនខេនគ្រុបមិនខានដល់ពេលនោះភាគហ៊ុននៅក្នុងដៃពួកយើងនឹងធ្លាក់ថ្លៃអស់ហើយមិនបានទេលូឲ្យយ៉ាងចិនអ្នកចិញ្ចឹមតាំងពីតូចសូម្បីតែចិញ្ចឹមឆ្មាឆ្កែក៏មានមនោសញ្ចេតនាដែរអ្នកមិនអាចដេញក្មេងចេញបានទេមិនហើយឆែនលោកគ្រូសាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដង់នៅខ្វះលុយចិញ្ចឹមក្មេងម្នាក់ទៀតមែនទេពួកពូមីងទាំងនេះសុទ្ធតែជាពួកបិទឈាមជាតិមុនពេលម៉ាក់ទៅធ្វើការនៅបរទេសក្រុមហ៊ុនមានបញ្ហាហិរញ្ញវត្ថុគឺពួកគេនឹងហើយដែលនៅពីក្រោយរឿងនេះមិនឆ្ងល់ទេពេលខ្ញុំថាចង់ទៅចរចាការងារនៅបរទេសពួកនេះនាំគ្នាគ្រប់គ្រងឲ្យខ្ញុំទៅគ្រប់គ្នាមិនហើយចិញ្ចឹមឆ្មាឆ្កែយ៉ាងហោចណាស់ក៏វាជួយចាំផ្ទះបានដែរតែគួរឲ្យស្ដាយមនុស្សខ្លះចិត្តសត្វត្រឆានចិញ្ចឹមមិនស្គាល់គុណហឹមអំបញ្ញមិញអ្នកទាំងអស់គ្នាថាគ្រួសារខ្ញុំមានទ្រព្យសម្បត្តិស្តុកស្ដម្ភមែនទេអញ្ចឹងអ្នកគ្រប់គ្នានៅទីនេះប្រហែលជាអាចចិញ្ចឹមក្មេងម្នាក់បានហើយបើអ្នកគ្រប់គ្នាមានចិត្តបុណ្យបែបហ្នឹងចុះមិនយកឈានទៅចិញ្ចឹមខ្លួនឯងទៅយ៉ាងម៉េចដែរក្នុងនាមជាដៃគូសហការនិងជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនត្រកូលធានរបស់ខ្ញុំសូម្បីតែក្មេងម្នាក់ក៏ចិញ្ចឹមមិនរួចផងអញ្ចឹងមើលទៅក៏មិនស័ក្តិសមនឹងមានទំនាក់ទំនងជាមួយក្រុមហ៊ុនត្រកូលធានរបស់ខ្ញុំដែរចាប់ពីថ្ងៃនេះទៅខ្ញុំនឹងបញ្ឈប់កិច្ចសហការជាមួយអ្នកហើយដកភាគហ៊ុនមកវិញលូឡូអើយពួកយើងគឺជាសាច់ញាតិបង្កើតរបស់អ្នកណាមែនហើយបើគិតតាមឋានៈអ្នកត្រូវហៅខ្ញុំថាមីងទី4ទៀតផងកុំមកធ្វើចរិតជាចាស់ទុំនៅចំពោះមុខខ្ញុំរឿងដែលអ្នកលួចធ្វើពីក្រោយខ្នងអ្នកស្មានថាខ្ញុំមិនដឹងមែនទេបើមិនចង់ជាប់គុកទេក៏ធ្វើខ្លួនឲ្យត្រឹមត្រូវទៅអូអ្នកប្រុសលោកស្រីជាម្នាក់នេះពិតជាមេធំស្រីដែលមានឈ្មោះល្បីមែនពេលគាត់ទៅបត់ទៅវិញគឺពិតជាខ្លាំងមែនទែនមកពីពួកគេសមុខទេនរណាប្រាឲ្យពួកគេមករករឿងបងស្រីធ្វើអីអ្នកមើលមកខ្ញុំក្នុងន័យអីអ្នកគិតថាខ្ញុំគ្រប់គ្រងមនុស្សស្រីបែបនោះមិនបានមែនទេនេះមិនមែនជាអ្វីដែលខ្ញុំនិយាយទេណាគឺអ្នកនិយាយខ្លួនឯងតើអ្នកកុំមកមើលងាយមនុស្សពេកអ្នកប្រុសម្នាក់នេះបានមើលច្រើនណាស់អាចកំបាំងស្នេហាទៅបាត់ម៉ាក់កុំបង្កចំនួនទៀតអីអ្នកគ្រប់គ្នាគាត់ម៉ាក់ក៏ដើម្បីល្អសម្រាប់ម៉ាក់ដែរម៉ាក់ក៏មិនអាចរស់នៅម្នាក់ឯងអស់មួយជីវិតដែរ
មនុស្សមួយចំនួនបើរឿងមិនទាន់កើតលើខ្លួនឯងនិយាយមកហាក់ដូចជាស្រួលណាស់ឈីយៀនឈិនឥឡូវនេះអ្នកពេញវ័យហើយប្រសិនបើប្រពន្ធរបស់អ្នកលួចមានអ្នកផ្សេងថែមទាំងបង្កើតកូនជាមួយអ្នកផ្សេងឲ្យអ្នកចិញ្ចឹមតើអ្នកព្រមទេម៉ាក់ខ្ញុំទទួលស្គាល់ថាចិនត្រូវបានគេតាមចិត្តរហូតខូចអស់ហើយប៉ុន្តែម៉ាក់ក៏មិនអាចនិយាយថាគាត់ជាកូនឥតខានស្លាដែរតើម៉ាក់ត្រូវបានអ្នកស៊ើបអង្កេតកាលពីលើកមុនបោកប្រាស់ទៀតហើយមែនទេមែនហើយប្រពន្ធសម្លាញ់អ្នកស៊ើបអង្កេតម្នាក់ហ្នឹងគេបាននិយាយអ្វីខ្លះឲ្យអ្នកជឿដល់ថ្នាក់ហ្នឹងពួកយើងនៅជាមួយគ្នាជាច្រើនឆ្នាំហើយអ្នកនៅតែមិនជឿជាក់លើខ្ញុំទៀតម៉ាក់រាល់រឿងទាំងអស់ត្រូវតែមានភស្តុតាងម៉ាក់និយាយថាប៉ាលួចមានស្រីភស្តុតាងនៅទីនេះចាំខ្ញុំបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញចុះ husband របស់ខ្ញុំនៅណាប្រហែលជាវាជ្រុះនៅទីនោះហើយឈិនលូអ្នកពិតជាហួសហេតុពេកហើយលើកមុនអ្នកបានបង្ខូចឈ្មោះខ្ញុំនៅសាលាឥឡូវនេះអ្នកមកមួបង្កាច់ខ្ញុំនៅចំពោះមុខសាច់ញាតិមិត្តភក្តិទៀតមែនហើយខ្ញុំទទួលស្គាល់ថាខ្ញុំវាអន់រកលុយមិនបានពូកែដូចអ្នកទេអ្នកអាចមើលងាយខ្ញុំបានអាចវាខ្ញុំបានអាចជេរខ្ញុំបានប៉ុន្តែអ្នកមិនអាចមួបង្កាច់ទឹកចិត្តស្មោះត្រង់ដែលខ្ញុំមានចំពោះអ្នកបានទេលោកយ៉ាងនិយាយបែបនេះពិតជាធ្វើឲ្យអ្នកស្ដាប់ហើយខ្លោចចិត្តមែនធ្វើឲ្យខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថាតើនៅក្នុង husband នេះមានអ្វីឲ្យប្រកបទៅបើអញ្ចឹងត្រូវជាប់គុក10ឆ្នាំបាត់ហើយអូព្រះឲ្យពិតជាមាន Espermenta ថ្ងៃនេះមានរឿងល្អមើលហើយហាហាអ្នកគឺជាអ្នកស៊ើបអង្កេតដែលបោកប្រាស់ប្រពន្ធខ្ញុំមែនទេចង់យក Isber មកបំផ្លាញគ្រួសារខ្ញុំមែនទេកុំសង្ឃឹមឲ្យសោះយកមកឲ្យខ្ញុំនេះលោកពូសាកស្ដាប់បទចម្រៀងនេះមើលពីរោះទេបងសម្លាញ់នេះជាផ្ទះអាពាហ៍ពិពាហ៍ដែលបងឲ្យប្រពន្ធបងតើពួកយើងនៅទីនេះបងមិនខ្លាចគាត់ដឹងទេអីមនុស្សម្នាក់នោះហីក្នុងខួរក្បាលគិតតែពីរឿងការងារប៉ុណ្ណោះគាត់មិនអាចដឹងបានឡើយម្យ៉ាងទៀតបែបនេះមិនរំភើបជាងទេអីដល់ពេលគាត់ផ្ទេរសិទ្ធិបន្តក្រុមហ៊ុនឲ្យគ្រួសារយើងយ៉ាងសិនខ្ញុំនឹងរកវិធីកម្ចាត់គាត់ចោលបន្ទាប់មកអ្នកនឹងក្លាយជាលោកស្រីយ៉ាងហើយអ្នកនៅមានអ្វីត្រូវនិយាយទៀតទេលេងលេះជាមួយខ្ញុំទៅប្រសិនបើអ្នកទាំង3សង្ស័យពីភាពត្រឹមត្រូវនៃវីដេអូនេះខ្ញុំនៅមានកំណត់ត្រាជួលបន្ទប់សន្តាគារទាំងអស់របស់ពួកគេនៅទីនេះទៀតអ្នកទាំងអស់គ្នាអាចពិនិត្យមើលបានពួកយើងលេងលេះគ្នាទៅឲ្យតែអ្នកព្រមចាក់ចេញដោយខ្លួនទេចំពោះលុយកាក់ទាំងអស់ដែលអ្នកបានចំណាយទៅលើពីអ្នកម្ដាយកូននោះក្នុងរយៈពេលប្រហែលឆ្នាំនេះខ្ញុំនឹងមិនទាមទារយកមកវិញទេមិនបានទេពុកពួកយើងចិត្តត្រូវចូលធ្វើការក្នុងសង្គមហើយបើម៉ាក់លេងលេះជាមួយពុកតើឲ្យអ្នកដទៃមើលមកពួកយើងយ៉ាងម៉េចទោះបីជាពុកលួចមានស្រីក៏ដោយក៏មកពីម៉ាក់តែងតែខ្លាំងដាក់គាត់ពេកដែរមិនហើយកុំថាឡើយលោកប៉ាដែលទ្រាំមិនបាននោះសូម្បីតែពួកខ្ញុំពេលខ្លះនៅជាមួយអ្នកពួកខ្ញុំក៏មានអារម្មណ៍ថាការរស់នៅជាមួយអ្នកវាធ្វើឲ្យពួកខ្ញុំថប់ដង្ហើមខ្លាំងណាស់មិននឹកស្មានថាខ្ញុំខំមិនខ្វល់ពីសម្ដីអ្នកដទៃហើយខំចិញ្ចឹមបីបាច់កូនធွာឲ្យខ្លាចជាមនុស្សមានចំណេះដឹងបែរជាមានអារម្មណ៍ថារស់នៅជាមួយខ្ញុំធ្វើឲ្យថប់ដង្ហើមទៅវិញពួកល្ងងខ្លាយបើខ្ញុំមិនរឹងមាំតើខ្ញុំអាចមើលការខុសត្រូវក្រុមហ៊ុនទាំងមូលបានយ៉ាងម៉េចហើយផ្ដល់ជីវិតស៊ីវិល័យឲ្យពួកអ្នកបានយ៉ាងម៉េចម៉ាក់គិតឲ្យវែងឆ្ងាយបន្តិចទៅពួកយើងជាគ្រួសារអភិជនណារឿងលេងលេះគ្នាវាខ្មាស់គេណាស់ម៉ាក់មិនបាច់ធ្វើឲ្យរឿងកាន់តែធំដើម្បីឲ្យខ្លួនឯងពិបាកមុខនោះទេអ្នកលួចមានស្រីមិនខ្លាចខ្មាស់គេតែជនរងគ្រោះបែរជាត្រូវមកខ្មាស់គេទៅវិញជាងច្រើនឆ្នាំមកនេះសៀវភៅដែលអ្នករៀនតើអ្នករៀនបានត្រឹមតែចំណេះឥតប្រយោជន៍មែនទេមិនមែនទេម៉ាក់ខ្ញុំមិនមែនមានន័យអញ្ចឹងទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកធ្វើមិនដឹងមនុស្សខ្លះទៅរឿងនេះវានឹងកន្លងផុតទៅហើយមែនហើយម៉ាក់ទោះបីជាអ្នកនឹងប៉ាមានបញ្ហានឹងគ្នាក៏ដោយប៉ុន្តែឈែនគឺគ្មានកំហុសទេគាត់នៅក្មេងណាស់តើរឿងនេះពាក់ព័ន្ធអ្វីនឹងគាត់បើឈែននឹងប៉ាត្រូវចាក់ចេញដោយគ្មានអ្វីជាប់ខ្លួននោះជីវិតរបស់គាត់ច្បាស់ជាធ្លាក់ដុនដាបមិនខានឈែនត្រូវបានគេថ្នមតាំងពីតូចគាត់ទ្រាំនឹងការលំបាកមិនបានទេអ្នកកំពុងតែបង្ខំឲ្យគាត់តច្រកហើយមែនទេពួកអ្នកមិនត្រូវមកធ្វើបាបម៉ាក់របស់ខ្ញុំទេមិនដឹងអីទៅម្ខាងទៅរឿងក្នុងផ្ទះកុំមកចេះដឹងអីនិយាយចុះនិយាយឡើងបើគុំតែអ្នកត្រឡប់មកវិញក្នុងផ្ទះក៏គ្មានរឿងច្រើនយ៉ាងនេះដែរអ្នកដែលមិនគួរចូលមកក្នុងផ្ទះនេះមិនមែនវាទេគឺពួកអ្នកឯណោះទេនៅមានមុខមកនិយាយថាខ្ញុំបង្ខំយ៉ាងឆៃនឹងឈែនទៀតមែនទេម្នាក់ជាប្រុសក្បត់ម្នាក់ទៀតជាកូនស្រីក្រៅច្បាប់គឺវាសម្មុខពួកគេហើយហេតុអ្វីបានជាខ្ញុំត្រូវទ្រាំនឹងរឿងនេះឬមួយក៏ខ្ញុំសំតែត្រូវគេក្បត់អញ្ចឹងមែនទេ
ប៉ាគ្រាន់តែធ្វើរឿងដែលមនុស្សប្រុសគ្រប់រូបតែងតែធ្វើប៉ុណ្ណោះបើអ្នកនិយាយបែបនេះអញ្ចឹងមានន័យថារឿងបែបនេះមនុស្សស្រីគ្រប់រូបក៏អាចធ្វើបានដូចគ្នាតើអ្នកចង់មានន័យថាម៉េចអ្នកក៏លួចមានអ្នកផ្សេងដែរអ្នកប្រុសឱកាសមកដល់ហើយបើសិនជាបន្តិចទៀតលោកឈៀននិយាយថាក្មេងនោះមិនមែនជាកូនរបស់យ៉ាងសិនអ្នកអាចចេញមុខមកទទួលខុសត្រូវជំនួសបានហើយបើអ្នកមិនដឹងថាអ្វីទៅជាអ្នកខ្លាំងតាមក្តារចុចទេក៏បិទមាត់របស់អ្នកទៅវីទៅលេងសួនច្បារជាមួយពូល្អទេអូយអត់ទេខ្ញុំចង់នៅទីនេះការពារម៉ាក់វីក្មេងល្អទៅលេងជាមួយពូអ្នកបម្រើខាងក្រៅសិនទៅបន្តិចទៀតម៉ាក់ទៅរកអ្នកបម្រើហេយ៉ាងហោចណាស់ខ្ញុំក៏ជាម្ចាស់ក្រុមហ៊ុនក៏ជាដែរនៅក្រោមមនុស្សម្នាក់តែនៅពីលើមនុស្សជាច្រើនកូនសម្លាញ់ស្ដាប់សម្ដីម៉ាក់ណាម៉ាក់សន្យាថាគ្មានអ្នកណាអាចមកធ្វើបាបម៉ាក់បានទេពុកពូយើងបានពិភាក្សាគ្នាហើយបើអ្នកនៅតែចង់លេងលេះជាមួយពុកហើយឲ្យពុកនឹងឆេនចាក់ចេញដោយដៃទេពួកយើងនឹងកាត់ការអ្នកចោលពួកអ្នកគិតបែបនេះមែនទេប្អូនទី2អ្នកកុំបារម្ភអីគាត់បានចំណាយកម្លាំងចិត្តលើពួកយើងទាំង3ច្រើនណាស់គាត់ប្រកាសជាមិនដាច់ចិត្តកាត់ការពួកយើងទេនិយាយត្រូវហើយកាលនោះគាត់សុំពួកយើងមកចិញ្ចឹមក៏ព្រោះតែខ្លាចគ្មានកូនប្រុសដើម្បីឲ្យពួកយើងចិញ្ចឹមគាត់ពេលចាស់ទៅមែនហើយបើអ្នកនៅតែបន្តរករឿងទៀតពួកយើងនឹងកាត់ការអ្នកចោលល្អណាស់សម្ដីណាសម្ដីញ៉ឹងអញ្ចឹងថ្ងៃនេះពិតជាមានរឿងរីករាយទ្វេដងហើយលេខាយ៉ាងរៀបចំឯកសារលេងលេះនិងឯកសារកាត់ការកូនឲ្យគេយកមកទីនេះភ្លាមម៉ាក់អ្នកមិនមែនកំពុងនិយាយលេងទេមែនទេអ្នកមើលមកខ្ញុំដូចកំពុងនិយាយលេងមែនទេម៉ាក់អ្នកសុខចិត្តដើម្បីតែកូនស្រីបង្កើតម្នាក់នោះរហូតដល់ចង់កាត់ការពួកយើងមែនទេកុំទម្លាក់កំហុសគ្រប់យ៉ាងលើវីវេហើយក៏មិនបាច់មកនិយាយរឿងកូនបង្កើតឬមិនបង្កើតដែរពួកអ្នកទាំងអស់គ្នាសុទ្ធតែជាមនុស្សអត់ប្រយោជន៍កូនប្រុសគឺចិញ្ចឹមមិនស្គាល់គុណទេពួកអ្នកមិនសមធ្វើជាកូនរបស់ខ្ញុំទេបានអ្នកកុំស្ដាយក្រោយឲ្យសោះម៉ាក់អ្នកកុំស្ដាយក្រោយឲ្យសោះណាបើថ្ងៃក្រោយអ្នកត្រូវគេធ្វើបាបចាំមើលថាមានអ្នកណាចេញមុខជួយអ្នកមែនហើយម៉ាក់អ្នកមើលអ្នកដែលគ្មានកូនប្រុសនៅលើអ៊ីនធឺណិតទៅតើអាចមានលទ្ធផលល្អទៅរួចទេប្រសិនបើអ្នកចាស់ទៅហើយគ្មានអ្នកណាមើលថែឬគោរពអ្នកតើអ្នកនឹងធ្វើបែបណាខ្ញុំគិតថាអ្វីដែលអ្នកនិយាយគឺសមហេតុផលណាស់ឥឡូវនេះខ្ញុំគួរតែសន្សំលុយខ្លះសម្រាប់ខ្លួនឯងហើយលេខាយ៉ាងបិទកាត់ពួកគេទាំង4នាក់ទៅបើមិនមែនជាមនុស្សក្នុងត្រកូលឈៀនរបស់ខ្ញុំគឺមិនអាចចាយលុយត្រកូលឈៀនរបស់ខ្ញុំសូម្បីតែមួយសេនខ្ញុំសុំទៅមុនសិនល្អហើយម៉ាក់អ្នកកំណាញ់ពេកហើយដឹងទេតើអ្នកដឹងទេឥឡូវនេះខ្ញុំកំពុងតែធ្វើការស្រាវជ្រាវអស្ចារ្យដ៏សំខាន់បំផុតការដែលអ្នកបង្កកាត់បែបនេះធ្វើឲ្យការខិតខំពីមុនរបស់ខ្ញុំត្រូវរលាយអស់ហើយតើអ្នកដឹងទេថាដោយសារតែទង្វើរបស់អ្នកធ្វើឲ្យអ្នកជំងឺស្លូតត្រង់ប៉ុន្មានអ្នកត្រូវបាត់បង់ជីវិតមែនហើយពួកគេពិតជាគួរឲ្យអាណិតណាស់អ្នកដឹងបែបនេះគឺល្អហើយប្រញាប់បើកកាត់ឲ្យខ្ញុំវិញភ្លាមមកលេខាយ៉ែងហៅមនុស្សមកភ្លាមទិញយកគម្រោងស្រាវជ្រាវអស្ចារ្យទាំងអស់របស់ Chen Chong ហើយរកក្រុមជំនាញជាងនេះមកធ្វើការស្រាវជ្រាវបន្តចាស់លោកស្រី Chen ល្អខ្លាំងណាស់អ្នកពូកែណាស់កុំស្ដាយក្រោយឲ្យសោះចាំបន្តិចពួកអ្នកចូលមកម្ដងម្នាក់មកអ្នកចូលមកមុនគេម៉ាក់អ្នកធ្វើហួសហេតុពេកហើយខ្ញុំនិងកូនទី3ម្នាក់ជាកម្ពុជាអ្នកតន្ត្រីនាពេលអនាគតម្នាក់ទៀតជាអនាគតជើងឯកថ្នាក់ជាតិយើងសុទ្ធតែជាអ្នកនាំកិត្តិយសដល់ប្រទេសជាតិឥឡូវអ្នកមកកាត់ផ្ដាច់ពួកយើងបែបនេះស្មើនឹងការបំផ្លាញធនធានមនុស្សរបស់ជាតិហើយតើពួកអ្នកហ៊ានហៅខ្លួនឯងថាជាអ្នកមានសមត្ថភាពបានយ៉ាងម៉េចអ្នកពិតជាបានតែងបទភ្លេងច្រើនមែនតែគ្មានក្រុមហ៊ុនតន្ត្រីណាហ៊ានយកអ្នកទេគឺដោយសារខ្ញុំសូមឲ្យក្រុមហ៊ុនផ្សេងជួយទើបគេព្រមទិញបទភ្លេងរបស់អ្នកវាមិនអាចទៅរួចទេមិនពិតទេខ្ញុំមិនជឿដាច់ខាតកុំមកចិត្តខ្ញុំអីម៉ាក់មិនក៏អ្នកធ្វើដាក់បងទី2អញ្ចឹងកុំហៅខ្ញុំថាម៉ាក់ខ្ញុំជាលោកគ្មានកូនប្រុសសមត្ថភាពដូចជាអ្នកទេខ្ញុំអត់សមត្ថភាពមែនទេខ្ញុំបានឈ្នះជាងមែនក៏ដោយសារតែការប្រកួតប្រដាល់ដែរពេញមួយជញ្ជាំងតែម្ដងអ្នកស្មានថាខ្លួនឯងខ្លាំងពូកែវីណាស់មែនទេ
អ្នកស្មានថាអ្នកអាចឈ្នះជើងឯកបានមែនទេរាល់ការប្រកួតវគ្គផ្ដាច់ព្រាត់ដែលអ្នកធ្លាប់ចូលរួមគឺខ្ញុំជាអ្នកចេញលុយឧបត្ថម្ភគេយកយល់មកខ្ញុំទើបគេឲ្យអ្នកឈ្នះពានរង្វាន់របស់ខ្ញុំសុទ្ធតែជារបស់ខ្លាំងៗមែនទេកម្លាំងប៉ុណ្ណឹងសំបីតែទៅមួយក៏រុញមិនរួចផងនៅចង់ធ្វើជាជើងឯកប្រដាល់ទៀតពិតជាគួរឲ្យចង់សាច់ណាស់បាននិយាយបែបនេះពាននៅលើជញ្ជាំងនោះសុទ្ធតែជាពានលួងចិត្តមែនទេហាហាស្អប់អ្នកណាស់ប្រពន្ធសម្លាញ់លេខាយ៉ែងនៅទីនេះមានរុយមួយកំពុងហារំខានខ្ញុំណាស់ជួយដេញវាចេញទៅរាត្រីសួស្ដីប្រពន្ធសម្លាញ់ស្ដាប់ខ្ញុំពន្យល់សិនចាំបន្តិចសិនអ្នកបដូរចិត្តហើយមែនទេស្ទើរតែភ្លេចការងារសំខាន់បាត់ខ្ញុំក្រវែងគាត់ចេញទៅក្រៅឲ្យខ្ញុំជីលោកអាឃាតករម្នាក់នេះឈប់រកទៅគាត់មិននៅទីនេះទេកូនស្រីខ្ញុំនៅណាបងស្រីកូនស្រីអ្នកនៅក្នុងដៃខ្ញុំហើយចុះអាកប្បកិរិយារបស់អ្នកនេះចង់បានអ្វីឲ្យប្រាកដចង់បានលុយមែនទេលុយទាំងនេះឲ្យអ្នកទាំងអស់បើមិនគ្រាន់ទេខ្ញុំនឹងឲ្យគេយកមកថែមទៀតឲ្យនាងមកខ្ញុំឥឡូវនេះខ្ញុំមិនត្រូវការលុយទេអ្វីដែលខ្ញុំចង់បានគឺ5បងស្រីកុំខំប្រឹងអែបប្រយោជន៍អីឡាននេះខ្ញុំបានកែច្នៃវាហើយថែមទាំងមានឧបករណ៍កាត់ផ្ដាច់សេវាទៀតផងអ្នកត្រូវធានាថាកូនស្រីខ្ញុំមិនអីបើគាត់មានបញ្ហាសូម្បីតែសក់មួយសរសៃខ្ញុំនឹងយកជីវិតអ្នកបងស្រីចាប់តាំងពីខ្ញុំឃើញអ្នកដំបូងមកជីវិតខ្ញុំជារបស់អ្នកបាត់ទៅហើយប្រុសទោះស្លាប់ក៏ចិត្តនៅក្មេងដែរខ្ញុំមនុស្សឈួតដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីអ្នកចម្លែកណាស់ហើយអ្វីបានជាខ្ញុំមានអារម្មណ៍ថាបុរសម្នាក់នេះមិនមែនជាមនុស្សអាក្រក់ទៅវិញបងស្រីអៀនរហូតដល់មុខក្រហមហើយមិននឹកស្មានថាបងស្រីអាយុប៉ុណ្ណឹងហើយនៅតែចូលចិត្តលេងបាល់បោះទៀតមាត់មិនល្អសោះទៅឲ្យឆ្ងាយទៅនេះមិនមែនជារបស់ដែលខ្ញុំផលិតកាលពី6ឆ្នាំមុនទេអីអ្នកគ្រាន់តែជូនខ្ញុំមកដល់ទីនេះគឺបានហើយឬមួយក៏ខ្ញុំជាមនុស្សមិនបានការម៉ាក់មិនអីទេមែនទេមានមនុស្សអាក្រក់មកធ្វើបាបអ្នករត់ម៉ាក់ខ្ញុំមិនអីទេពួកយើងញ៉ាំបាយនៅខាងក្រៅបានទិញស៊ុបឆ្ងាញ់ជាច្រើនហើយក៏បានទិញស៊ុបជ័រសម្រាប់លេងជាច្រើនដែរអ្នកនៅខឹងទៀតមែនទេអ្នកហ៊ានបោកលុយកូនស្រីខ្ញុំផងអីតើអ្នកមានគោលបំណងអ្វីឲ្យប្រាកដទៅសិនចុះមើលរបស់នេះទៅអ្នកនឹងយល់ហើយនេះជាលទ្ធផលវិភាគជីវសាស្ត្ររបស់ថៃយូវេលើកលែងតែពេលដែលអ្នកធ្វើបង្កកំណត់ក្នុងកែវខាងមន្ទីរពេទ្យបានច្រឡំអ្នកបរិច្ចាគខ្ញុំចង់និយាយថាវីវេគឺជាកូនរបស់ខ្ញុំជាមួយបរិបផ្សេងទៅស៊ើបអង្កេតភ្លាមតើមានរឿងអ្វីកើតឡើងចំពោះកំហុសវិទ្យាសាស្ត្រកាលពី6ឆ្នាំមុនតែស្រីម្នាក់ណាឲ្យប្រាកដដែលពោះកូនរបស់ខ្ញុំអ្នកគឺជាបរិបនៅមន្ទីរពេទ្យកាលពីលើកមុនមែនទេនៅលើโลกនេះគ្មានរឿងអ្វីដែលចៃដន្យដល់ថ្នាក់នឹងទេម៉ាក់តើអ្វីទៅជាឪពុកបង្កើតតាមជីវសាស្ត្រមានន័យថាខ្ញុំមានប៉ាពីអ្នកមែនទេមិនមែនទេកូនមានប៉ាតែម្នាក់គត់រឿងកាលពី6ឆ្នាំមុនអ្នកក៏មានចំណែកទទួលខុសត្រូវដែរអ្នកប្រញាប់ពន្យល់គាត់ទៅបាទលោកគ្រូពេទ្យខលហោឲ្យខ្ញុំទៅនិយាយជាមួយក្មេងស្រីអាយុ6ឆ្នាំម្នាក់ហ្នឹងអ្នកជាបរិបពេញទូម្នាក់បែរជាមិនហ៊ាននិយាយរឿងនេះទៅវិញតើអ្នកមានចិត្តជាបរិបសួរថាខ្ញុំមានចិត្តជាបរិបឬអត់មែនទេ
កាលពីមុនម៉ាក់តែងតែរវល់ហើយក៏មើងម៉ាក់ណាស់ដែរចូលចិត្តតុបតែងខ្លួនខ្លាំងណាស់វិវ័យមិនចង់ឃើញម៉ាក់ហត់នឿយបែបនេះទេវិវ័យចង់ឲ្យម៉ាក់រាល់ថ្ងៃដូចជាពេលនេះគួរឲ្យស្រឡាញ់ណាស់អូកូនសម្លាញ់របស់ម៉ាក់ស្រឡាញ់កូនខ្លាំងណាស់ម៉ាក់ទោះបីជាកូនមិនដឹងថាអ្វីទៅជាឪពុកបង្កើតក៏ដោយតែឲ្យតែអ្នកណាដែលអាចធ្វើឲ្យម៉ាក់មានសេចក្តីសុខកូនសុខចិត្តឲ្យគាត់ធ្វើជាប៉ារបស់កូនអ្នកប្រុសប្រហែលជាអ្នកចិត្តបានខ្លាយជាផ្លូវការហើយមែនទេមានន័យថាម៉េចអ្វីទៅដែលហៅថាខ្លាយជាផ្លូវការតាមពិតខ្ញុំគឺជាអ្នកដើមស្រាប់ហើយសុំទោសណាកូនសម្លាញ់ម៉ាក់មិនអាចឲ្យគាត់ធ្វើជាប៉ារបស់កូនបានទេហេតុអ្វីទៅម៉ាក់កូនមិនចូលចិត្តពូសង្ហាម្នាក់នេះទេអីអាហាទោះបីជាកាហួនគឺជាឪពុកបង្កើតរបស់វីវ័យក៏ដោយប៉ុន្តែគាត់គ្រាន់តែជាមនុស្សដែលល្អតែរូបរាងប៉ុណ្ណោះតើធ្វើបែបនេះអាចខ្លាយជាឪពុកដ៏ល្អបានយ៉ាងម៉េចទៅពីព្រោះជីវិតដែលនៅសល់របស់ម៉ាក់គឺចង់រស់នៅតែជាមួយកូនស្រីសម្លាញ់របស់ម៉ាក់ប៉ុណ្ណោះអាកេនិយោកសិនអ្នកនៅក្មេងខ្ចីបែបនេះទោះបីជាអ្នកមិនពេញចិត្តអ្នកប្រុសរបស់ខ្ញុំក៏ដោយអ្នកក៏មិនអាចស្ងាត់មកទៅអ្នកប្រកាសហើយមែនទេល្អខ្ញុំគោរពការសម្រេចចិត្តរបស់អ្នកលងលុកវាកាន់តែពិបាកខ្ញុំនឹងទៅជួបអ្នកនៅទីនោះហេតុអ្វីពេលឃើញគាត់អស់សង្ឃឹមបែបនេះខ្ញុំបែរជាឈឺចាប់ក្នុងចិត្តទៅវិញពីព្រោះម៉ាក់ស្រឡាញ់គាត់នឹងណាវិវ័យកូនកំពុងនិយាយជាមួយម៉ាក់មែនទេចាសមិញនេះម៉ាក់និយាយថាឈឺចាប់ក្នុងចិត្តមែនទេវិវ័យកូនអាចជឿសម្លេងក្នុងចិត្តរបស់ម៉ាក់ដែរមែនទេកូនឯងនេះពិតមែនតែម្ដងតាមពិតម៉ាក់តែងតែដឹងពីអ្វីដែលខ្ញុំគិតសោះមិនប្លែកទេដែលម៉ាក់តែងតែដឹងថាខ្ញុំចង់ធ្វើអ្វីមែនហើយប៉ុន្តែហេតុអ្វីមិញកូននិយាយថាម៉ាក់ស្រឡាញ់មនុស្សម្នាក់នោះពូម្នាក់នោះអីខ្ញុំឃើញពូមីងនិយាយគ្នាបន្តិចបន្តួចវាដូចជាបញ្ហានៅក្នុងប្រដាប់ក្មេងលេងអញ្ចឹងរាល់ពេលដែលឃើញមនុស្សជាទីស្រឡាញ់ចាក់ចេញទៅតែងតែទ្រាំមិនបានក៏និយាយថាឈឺចាប់ត្រង់បេះដូងលទ្ធផលចុងក្រោយគឺគាត់បានស្រឡាញ់ពីគឹមខាងទៀតហើយម៉ាក់នៅមិនទាន់ដឹងទៀតកូនឯងនេះពិតជាឆ្លាតខុសមែនចេះរៀនតាមគេដូចបេះបិទតែម្ដងចាំថ្ងៃក្រោយម៉ាក់នឹងជួយឧបត្ថម្ភកូនឲ្យកូនធ្វើជាតួឯកស្រីល្អទេល្អតើដល់ពេលនោះខ្ញុំចង់សម្ដែងជាតួដែលមានសមត្ថភាពពិសេសគ្រាន់តែគ្រូវីដៃមួយអាចប្រែក្លាយបុរសល្អជាច្រើនឲ្យម៉ាក់បានដែរអូយកូនស្រីម្នាក់នេះពិតជាដឹងគុណម៉ាក់ណាស់បើកូនស្រីខ្ញុំរកបុរសឲ្យខ្ញុំបានច្រើនអ្នកប្រហែលជាជំងឺខ្ញុំជាសេះស្បើយបាត់ហើយម៉ាក់មើលនរណានេះសូម្បីតែលោកយីក៏សរសើរថាខ្ញុំតែញូដែរមែនហើយកូនធ្វើឲ្យម៉ាក់ចង់សាច់ស្លាប់ហើយកូនសម្លាញ់ថ្ងៃនេះសប្បាយចិត្តទេសប្បាយចិត្តណាស់ខ្ញុំចង់នៅជាមួយម៉ាក់ទៅណាក៏ខ្ញុំសប្បាយចិត្តដែរអូប្រពន្ធសម្លាញ់កុំហៅខ្ញុំថាម៉ាក់ខ្ញុំបានកាត់ការឈប់ធ្វើជាម្ដាយកូនជាមួយអ្នកហើយសូមអ្នកចាក់ចេញពីផ្ទះរបស់ខ្ញុំទៅរឿងកាលពីថ្ងៃគឺមកពីខ្ញុំឆេវឆាវពេកម៉ាក់នៅខាងក្រៅត្រជាក់ណាស់ពួកយើងចូលទៅនិយាយគ្នាក្នុងផ្ទះទៅមែនទេពួកយើងឈរនៅទីនេះយូរហើយអាកាសធាតុក៏ត្រជាក់ខ្លាំងដែរពួកយើងចិត្តផ្ដាសាយអស់ហើយប្រពន្ធសម្លាញ់ពួកយើងត្រឡប់ទៅផ្ទះវិញទៅបើអាកាសធាតុត្រជាក់បែបនេះវានឹងធ្វើឲ្យពួកយើងទាំង4អ្នកផ្ដាសាយមិនខានតើអ្នកម្នាក់ឯងអាចមើលថែរួចទៅមែនហើយអ្នកបានរំលឹកខ្ញុំហើយកូនស្រីសម្លាញ់របស់ខ្ញុំខ្លាចរងាបំផុតមិនអាចឲ្យគាត់នៅខាងក្រៅយូរបានទេមែនទេម៉ាក់មានមនុស្សចម្លែកមួយក្រុមនៅមុខផ្ទះខ្ញុំប្រញាប់ដេញពួកគេចេញឲ្យអស់ទៅចង្រៃមែនទៅថ្ងៃមុខកុំឲ្យមនុស្សចម្លែកទាំងនេះមកបង្ហាញខ្លួននៅមុខផ្ទះខ្ញុំទៀតបាត់លោកស្រីធានលើកនេះជាការធ្វេសប្រហែសរបស់ពួកយើងទៅថ្ងៃមុខរឿងបែបនេះនឹងមិនកើតឡើងទៀតទេដេញពួកគេចេញទៅលោកប៉ាជៀនលោហេតុអ្វីអ្នកចិត្តដាច់បែបនេះតើអ្នកមិនខ្លាចបាបកម្មទេខ្ញុំនឹងមានបាបកម្មឬអត់ខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំដឹងថានៅពេលដែលអ្នកក្រទៅរាល់ថ្ងៃរបស់អ្នកនឹងគ្មានសេចក្តីសុខឡើយខ្ញុំដល់វិញអ្នកហើយអូយចាំបន្តិចសិនប្រពន្ធសម្លាញ់អ្នកត្រូវចិត្តត្រជាក់សិនពួកយើងមកនិយាយគ្នាឲ្យស្រួលបួលទៅពួកគេគ្រាន់តែជាកូនចិញ្ចឹមអ្នកអាចនិយាយថាឈប់ត្រូវការពួកគេក៏បានតែពួកយើងទាំងពីរនាក់គឺជាប្តីប្រពន្ធនឹងគ្នាច្រើនឆ្នាំមកហើយណាអ្នកប្រកាសជានៅមានមនោសញ្ចេតនាចំពោះខ្ញុំមែនទេអ្វីដែលអ្នកនិយាយក៏សមហេតុផលដែរអ្នកប្រពន្ធសម្លាញ់ខ្ញុំដឹងហើយពួកយើងជាប្តីប្រពន្ធនឹងគ្នាច្រើនឆ្នាំហើយឆ្លោះគ្នារួចហើយហាយានលូអ្នកឈួតហើយមែនទេ
អ្នកចង់ឲ្យខ្ញុំខឹងស្លាប់មែនទេសុំទោសផងខ្ញុំគ្រាន់តែគិតថាអ្នកគឺជាសម្រាមគួរតែនៅជាមួយធុងសម្រាមទៅមនាសម្ដីលោកស្រីធានទេអីយកសម្រាមនេះជាមួយធុងសម្រាមទៅបោះចោលទៅឲ្យឆ្ងាយទៅកុំមកនៅទើសភ្នែកទីនេះពួកអ្នកធ្វើស្អីហ្នឹងលេងខ្ញុំធានលូអ្នកធ្វើជាប្រពន្ធបែបហ្នឹងមែនទេអ្នកមានសិទ្ធិអីមកប្រដៅខ្ញុំចិញ្ចឹមមនុស្សឈួតដូចជាអ្នកយូរហើយអ្នកមិនត្រឹមតែលួចមានស្រីថែមទាំងបដូរកូនស្រីបង្កើតខ្ញុំឲ្យខ្ញុំចិញ្ចឹមកូនសាហាយអ្នកទៀតស្មានថាខ្ញុំល្ងងមែនទេទៅងាប់ទៅនៅឲ្យស្ងៀមនាំខ្លួនចេញទៅម៉ាក់ម្នាក់នោះមនុស្សក្នុងភូមិមើលទៅសំភ្នែកណាស់អ្នកពូនធ្វើអីហ្នឹងប្រញាប់មូវាំងនៅឡានឡើងវិញទៅលោកប្រុសខ្ញុំមិនហ៊ានទេគួរឲ្យខ្លាចណាស់មនុស្សឥតប្រយោជន៍ម្នាក់នេះពួកអ្នកនៅចង់បានវាទៀតទេប្រញាប់គិតទៅតែខ្ញុំចង់រស់ជាងលោកប្រុសកុំធ្វើបាបពួកខ្ញុំដែលជាកូនចៅអីអ្នកគឺជាមេអ្នកគួរតែធ្វើជាគំរូបិទកញ្ចក់ឡានសិនទៅកុំនិយាយច្រើនប្រញាប់បើកឡានទៅចង្រៃយកខ្ញុំម៉ាក់មិនបានពាក់វ៉ែនតាមើលមិនច្បាស់ថាជាអ្នកណាទេប្រហែលជាអ្នកចិត្តខាងទេតោះយើងទៅផ្ទះលោកសាស្ត្រាចារ្យសុំពេលតែ1នាទីប៉ុណ្ណោះមួយនេះណាជាសារណាស្រាវជ្រាវថ្មីរបស់ខ្ញុំអំពីការផ្សំថ្នាំវាពិតជាមានប្រយោជន៍ដល់ការពិសោធន៍របស់យើងលោកមើលតែបន្តិចទៅលោកសាស្ត្រាចារ្យខ្ញុំដឹងថាជាដរាបមកលោកតែងតែទទួលស្គាល់សមត្ថភាពរបស់ខ្ញុំលោកសាស្ត្រាចារ្យតើលោកមានន័យថាម៉េចឬមួយក៏គឺដោយសារតែឥឡូវនេះខ្ញុំគ្មានលុយឲ្យអ្នកធ្វើការស្រាវជ្រាវអ្នកចង់ដេញខ្ញុំចេញមែនទេអ្នកកំពុងតែស៊ីបាយបោកឆ្នាំងហើយខ្ញុំនឹងប្តឹងអ្នកបើអ្នកចង់ទៅក៏ទៅចុះរូប៊ីងទៅលើកនេះសូម្បីតែតំណែងរបស់អ្នកក៏ត្រូវដកហូតដែរអ្នកថាម៉េចខ្ញុំយល់ហើយប្រកាសជាស្នាដៃម្ដាយចិញ្ចឹមរបស់ខ្ញុំទៀតហើយមែនទេគាត់ប្រើលុយទិញទឹកចិត្តអ្នកមែនទេដើម្បីបង្ខំឲ្យខ្ញុំតច្រកខ្ញុំពិតជាមិនជឿសោះគាត់គ្រាន់តែមានលុយយកខ្វក់បន្តិចបន្តួចតាមមែនទេអាងអីបានជាធ្វើអ្វីស្រេចតែចិត្តបែបនេះធានឈឹងឲ្យធានឈឹងហើយអ្វីបានជាអ្នកនៅតែមិនយល់សាច់ការបែបនេះបើមិនមែនដោយសារម្ដាយចិញ្ចឹមរបស់អ្នកតែព្យាយាមអង្វរខ្ញុំម្ដងហើយម្ដងទៀតឲ្យអ្នកចូលមកក្នុងមន្ទីរពិសោធន៍និងផ្ដល់ឱកាសឲ្យអ្នកធ្វើការពិសោធន៍ផ្ទាល់បើផ្អែកលើចំណេះដឹងផ្នែកអក្សរសាស្ត្ររបស់អ្នកមិនសមនឹងឈានជើងចូលមាត់ទ្វាររបស់ខ្ញុំផងវាមិនអាចទៅរួចទេខ្ញុំច្បាស់ជាមនុស្សពូកែម្នាក់អ្នកសាកគិតមើលឲ្យច្បាស់ទៅនឹកឃើញសារណារបស់អ្នកទៅមើលតើដោយសារអ្វីទើបខ្ញុំព្រមទទួលស្គាល់វាកូនអើយហេតុអ្វីបានជាខ្ញុំសំបីតែសារណាមួយច្បាប់ក៏សរសេរមិនចេញកូនប្រុសកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកអីម៉ាក់ក៏ធ្លាប់រៀនចំណេះដឹងផ្នែកវិទ្យាសាស្ត្រខ្លះដែរចាំម៉ាក់ជួយកែសម្រួលឲ្យបន្តិចទៅចុះអ្នកទៅសម្រាប់សិនទៅបាទអ្នកចង់មានន័យថាសារណាមុនរបស់ខ្ញុំគឺម្ដាយចិញ្ចឹមរបស់ខ្ញុំជាអ្នកជួយកែសម្រួលឲ្យទើបវាត្រូវបានគេអនុម័តមែនទេកែសម្រួលអីមើលទៅអ្នកសំបីតែសារណានោះក៏មិនដែលអានផងតើអ្នកចេះតែប្រថុយធ្វើវាឡើងហាកូនឲ្យទោះបីជាអ្នកមើលទៅឆ្លាតនឹងនឹងណូក៏ដោយប៉ុន្តែអ្នកពិតជាអួតអាងណាស់ខ្ញុំប្រាប់ការពិតដល់អ្នកចុះសារណារបស់អ្នកគឺម្ដាយចិញ្ចឹមរបស់អ្នកជាអ្នកសរសេរឲ្យទាំងអស់មកនាំខ្លួនគាត់ចេញទៅថ្ងៃក្រោយកុំឲ្យគាត់ចូលមកទីនេះទៀតវាមិនអាចទៅរួចទេហេម្ដាយក្មេករបស់ខ្ញុំជប់រើសទៅវាគ្រាន់តែជាគំនរក្រដាសកាក់សំណល់ទេថាអីអ្នកគួរតែទៅធ្វើជាអ្នកយាមទ្វារវិញទៅតើអ្នកយល់ថាអ្វីទៅជាតន្ត្រីទេអ្នកយាមទ្វារវាយ៉ាងម៉េចខ្ញុំស្គាល់ខ្លួនឯងច្បាស់ខ្ញុំធ្វើការងារដែលខ្ញុំអាចធ្វើបានវាមិនមែនជារឿងគួរឲ្យខ្មាស់គេទេមិនដូចជាអ្នកទេសរសេរអក្សរភ្លេងដោយកូនកង្កែបហែទឹកអញ្ចឹងអ្នកហ៊ានហៅខ្លួនឯងថាជាអ្នកនិពន្ធបទភ្លេងដែរផ្ដេសផ្ដាសខ្ញុំគឺជាអ្នកនិពន្ធបទភ្លេងបទចម្រៀងរបស់ខ្ញុំថែមទាំងចេញជាអាល់ប៊ុមទៀតផងមនុស្សពេញមួយក្រុមហ៊ុននេះអ្នកណាក៏ដឹងដែរនោះគឺដោយសារម្ដាយចិញ្ចឹមរបស់អ្នកចំណាយលុយយ៉ាងច្រើនឲ្យអ្នកលទ្ធផលគឺលក់មិនដាច់សំបីតែមួយបន្ទះគាត់ដឹងខ្លួនឯងក៏ទិញយកមកទុកទាំងអស់ទៅ
ក្រោកឡើងទីនេះមិនឲ្យគេងទេលោកថៅកែសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតមកគឺតំណាងឲ្យពួកយើងដែលត្រូវចូលរួមប្រកួតខ្ញុំរៀនជំនាញនេះដោយផ្ទាល់ខ្ញុំអាចធ្វើបានមនុស្សដូចអ្នកនឹងអីជាក្រុមអាជីពអ្នកមើលចុះទាំងនេះសុទ្ធតែជាមេដាយដែលខ្ញុំឈ្នះពីការប្រកួតនោះសុទ្ធតែជាការប្រកួតដែលម្ដាយចិញ្ចឹមអ្នកចំណាយលុយបង្កើតឡើងវាមិនមែនជាការពិតទាំងអស់គ្មានបច្ចេកទេសអ្វីបន្តិចសោះគ្មានអ្នកណាហ៊ានប្រកួតជាមួយអ្នកទេចាស់មកពីផ្លូវពីមុននោះឯងឲ្យជ័យជំនះនឹងការប្រកួតមកខ្ញុំជីវិតនេះគ្មានឱកាសតតែសោះបង្ហាញសមត្ថភាពពិតរបស់អ្នកឲ្យបានល្អទៅអ្នកឯងវាល្ងងច្បាស់ណាស់ថាអ្នកមិនអាចទ្រាំនឹងការហ្វឹកហាត់ប្រដាល់បានឲ្យតែមានរឿងអីបន្តិចក៏អ៊ូហើយដកថយទើបម្ដាយចិញ្ចឹមរបស់អ្នករៀបចំការប្រកួតឲ្យអ្នកគាត់ធ្វើបែបនោះដើម្បីលើកទឹកចិត្តកុំឲ្យអ្នកបោះបង់ចោលអូម្ចាស់ទូចមកដល់ហើយហាហាព្រះនាងតូចវាវ័យថ្ងៃនេះស្លៀកពាក់ស្អាតណាស់ហាហាអ្នកគ្រូយោតើអ្នកកំពុងឈរធ្វើអីហ្នឹងប្រញាប់នាំព្រះនាងតូចវាវ័យចូលក្នុងថ្នាក់ទៅតោះលីម៉ាក់សិនហើយលីហើយកូនចាំល្ងាចម៉ាក់មកទទួលណាតើអ្នកដឹងទេរឿងនៅសាលាពីមុនគឺជាការយល់ច្រឡំប៉ុណ្ណោះខ្ញុំក៏ត្រូវបានគេបំផន់ដែរអ្នកមើលចុះកិច្ចសន្យារបស់ខ្ញុំជិតផុតកំណត់ហើយតើខ្ញុំអាចបន្តនៅធ្វើការទីនេះទៀតបានទេខ្ញុំឲ្យអ្នកធ្វើជានាយកសាលាក៏ជារឿងយល់ច្រឡំដែរដល់ពេលហើយដើរចេញដោយខ្លួនឯងទៅកុំឲ្យគេបណ្ដេញចេញនាំតែខ្មាស់គេចប់ហើយចប់អស់ហើយលើកនេះថៅកែយ៉ាងលើកនេះម្ដាយរបស់ខ្ញុំមកពីគាត់ទាំងអស់ហានេះចង់កាត់ផ្ដាច់ផ្លូវរស់មែនទេអញ្ចឹងកុំបន្ទោសថាខ្ញុំសាហាវមើលចុះចាក់ចេញពីផ្ទះហើយអ្នករស់នៅមិនសូវស្រួលទេមែនទេមែនហើយខ្ញុំទើបតែដឹងថាពេលពួកយើងចាក់ចេញពីផ្ទះពួកយើងគ្មានអ្វីទាំងអស់ឬក៏ពួកយើងទៅសុំទោសអ្នកម៉ាក់ទៅខ្ញុំគិតថាឲ្យតែពួកយើងសុំទោសដោយស្មោះគាត់ច្បាស់ជាអត់ទោសឲ្យពួកយើងមិនខានខ្ញុំទៅហើយនេះកន្លងទៅ10នាទីជាងហើយហេតុអ្វីវីវីមិនទាន់ចេញមកទៀតអូអ្នកគ្រូចៅហេតុអ្វីវីវីផ្ទះខ្ញុំមិនទាន់ចេញមកទៀត CEV មិនមែនត្រូវបានឪពុកគាត់មកទទួលបាត់ហើយទេអីឪពុកគាត់មែនហើយឬមួយក៏ជាគូខ្វាន់ជឺគូខ្វាន់ជឺអ្នកជាអ្នកដឹកជញ្ជូនមិនប្រញាប់តុបតែងខ្លួនទៅធ្វើការតើអ្នកមកទទួលវីវីធ្វើអីមិនក៏អ្នកដឹងថាខ្ញុំមកសាលាទទួលវីវីតាមពិតខ្ញុំចង់ធ្វើឲ្យអ្នកនឹងវីវីភ្ញាក់ផ្អើលលទ្ធផលគឺអ្នកមកដល់មុនបាត់មានន័យថាអ្នកទើបតែមកដល់មិនបានទទួលវីវីទេមែនទេបាត់មិនស្រួលទេបែបនេះវីវីមានគ្រោះថ្នាក់ហើយពុកមិនមែនពុកថាជូនពួកយើងទាំង3ទៅសុំទោសម៉ាក់ទេអីហេតុអ្វីមកកន្លែងនេះម៉ាក់របស់អ្នកដាច់ចិត្តមិនអត់ទោសឲ្យពួកយើងទេសុំទោសមានប្រយោជន៍អីពុកតែបើមិនសុំទោសពួកយើងក៏គ្មានវិធីផ្សេងដែរប្រកាសណាស់ចង់ទៅណាវីវីភ្ញាក់ឡើងវីវីកុំខំប្រឹងអីខ្ញុំបានដាក់ថ្នាំសន្លប់ឲ្យក្មេងនេះហើយវាមិនងាយដឹងខ្លួនវិញភ្លាមទេថ្នាំសន្លប់មិនមែនទេពុកវីវីទើបតែអាយុ6ឆ្នាំសោះអញបញ្ច្រកថ្នាំសន្លប់ឲ្យវាចុះបើប៉ះពាល់ដល់ខួរក្បាលនាងតើត្រូវធ្វើម៉េចប៉ះពាល់ខួរក្បាលអីនាងមិនងាយស្លាប់ទេលោកប៉ាខ្ញុំដឹងថាឯងចូលចិត្តចិនជាងវីវីតែយ៉ាងណាក៏វីវីនៅតែជាកូនបង្កើតរបស់ឯងដែរតើហេអាជុកជាមនេះជាកូនដែលម៉ាក់អ្នកលួចមានជាមួយប្រុសខាងក្រៅសោះរឿងនេះវាមិនអាចទៅរួចទេតើមានអីត្រូវភូតទៀតនេះជាអ្វីដែលខ្ញុំតាមដានបានមកនេះគឺជាឪពុកបង្កើតរបស់គេនេះគ្រាន់តែជាកំហុសវិទ្យាសាស្ត្រទេលោកប៉ាខ្ញុំស្មានថាគាត់ស្លូតត្រង់មែនហើយប៉ាឆ្លៀតពេលដែលពួកគេមិនទាន់ដឹងពួកយើងប្រញាប់ជូនគាត់ត្រឡប់ទៅវិញទៅជូនទៅវិញស្អីឈួតមែនប៉ាខ្ញុំខំប្រឹងណាស់តម្រាំតែចាប់បានចាប់មកហើយបែរជាចង់បោះបង់ចោលវិញមែនទេអ្នកចង់ឲ្យខ្ញុំជូនទៅវិញមែនទេខ្ញុំមិនសុខចិត្តដាច់ខាត
ប៉ាគុំ VA អ្វីដែលបងប្រុសទី2និយាយគឺត្រូវហើយការចាប់ចម្រិតគឺជាទោសធ្ងន់ណាស់ប្រយ័ត្នជាប់គុកអ្នកឯងក៏ចង់ប្រឆាំងនឹងខ្ញុំដែរមែនទេសុខចិត្តជាប់គុកក៏មិនព្រមរស់នៅទាំងគ្មានលុយដែរបងធំប្រញាប់ជួយខាត់គាត់ទៅកុំឲ្យគាត់ធ្វើខុសបន្តទៀតអាមនុស្សឥតប្រយោជន៍ខ្លួនឯងអសមត្ថភាពហើយនៅចង់មកនាំទុកដល់ខ្ញុំទៀតហេតុអីអ្នកឯងហ៊ានម្ល៉េះខ្ញុំចិញ្ចឹមអាសម្រាមទាំងពីរនាក់នេះពិតជាខាត់បាយមែនចិញ្ចឹមឆ្កែពីរនាក់ប្រហែលជាល្អជាងកុំអីប៉ាគុំ VA ឈប់ទៅអ្នកបន្ធូរកំហឹងសិនទៅបន្ធូរកំហឹងសិនទៅបន្ធូរកំហឹងសិនអូមែនហើយលោកប៉ាអ្នកប្រកាសទេថាមកអាចរកឃើញកន្លែងនេះមើលចុះមកដល់ហើយតើឈប់សិនបើហ៊ានតែចូលមកចិត្តខ្ញុំនឹងសម្លាប់អាចុកជាមនេះចោលភ្លាមអាឡូយ៉ាស៊ីនអ្នកមានសំណុំពោអីនិយាយមកចុះអ្នកទាំងពីរម្នាក់ជាប្រធានក្រុមហ៊ុនកុងស៊ីម្នាក់ទៀតជាប្រធានក្រុមហ៊ុនធានសឺខ្ញុំមករកអ្នកទាំងពីរគឺពិតជាចង់បានលុយស្អីគេខ្ញុំត្រូវទេពធីតារបស់ខ្ញុំតាក់ទាញឥឡូវអ្នកដោះលែងវីវៃទៅខ្ញុំនឹងឲ្យគេផ្ញើលុយឲ្យអ្នកភ្លាមអ្នកប្រុសធំហួកអ្នកគិតថាខ្ញុំល្ងងមែនទេខ្លាចតែខ្ញុំទើបតែដោះលែងមនុស្សអ្នកក៏ឲ្យគេចាប់ខ្ញុំដាក់គុកបាត់ទៅហើយចុះអ្នកចង់យ៉ាងម៉េចកូនប្រុសអ្នកទៅធនាគារជាមួយអ្នកប្រុសក៏ទៅតាមមើលគាត់ឲ្យជាប់ឡាញ់សេនអ្នកពិតជាកូនចិញ្ចឹមម្នាក់នេះមែនអីគាត់ជាមនុស្សដែលពឹងម្ដាយចិញ្ចឹមសរសេរនិខេបហើយពឹងលុយដើម្បីចូលវិទ្យាស្ថានស្រាវជ្រាវអ្នកប្រកាសទេថាពេលគាត់បានលុយហើយគាត់មិនរត់គេចខ្លួនអ្នកបិទមាត់ទៅពុកអ្នកកុំទៅស្ដាប់អាមុខស្នេះអីគាត់កំពុងតែចង់បំបែកបំបាក់ពួកយើងទេម៉ាក់វីវៃគឺជាអ្នកដែលគាត់ស្រឡាញ់វីវៃឥឡូវអ្នកត្រូវបន្តធ្វើពុតជាសន្លប់រហូតហាមកម្រឹកឲ្យសោះខ្ញុំនឹងពុកនឹងរកវិធីជួយអ្នកវីវៃស្ដាប់បង្គាប់ណាម៉ាក់ឬក៏ធ្វើបែបនេះទៅអ្នកហុចកំភ្លើងមកឲ្យខ្ញុំនឹងមើលអាសន្តានថោកទាបនេះអ្នកទៅដកលុយជាមួយគាត់ទៅអ្នកចង់បោកខ្ញុំមែនទេមិននឹងអាចទៅរួចពុកខ្ញុំនឹងអ្នកគឺនៅខាងតែមួយទេវីវៃឆ្លៀតពេលនេះរត់ទៅអាសត្វត្រឆានអ្នកចង់ងាប់មែនទេតិចអ្នកមិនអីទេមែនទេអ្នកយ៉ាងម៉េចហើយទម្លាក់ចុះទៅសុងឆឹងត្រឡប់មកវិញមិនអីទេតែខ្ញុំឃ្លៀងខ្លាំងណាស់សុងឆេងអ្នកឆាប់និយាយមកម៉ាក់នឹងជូនអ្នកទៅមន្ទីរពេទ្យពុកខ្ញុំដឹងខ្លួនខុសហើយបើសិនជាមានជាតិក្រោយមែនខ្ញុំមិនចង់ធ្វើជាកូនចិញ្ចឹមរបស់អ្នកទៀតទេខ្ញុំចង់ទៅហើយកូនប្រុសអាឈិនសៀវចិនមើលចុះតើមានរឿងអីហ្នឹងមានស្រទាប់ការវីតុនណាស់លីហើយប៉ាម៉ាក់លីហើយកូនសម្លាញ់ខ្ញុំចង់រកម៉ាក់ដែលមានលុយខ្ញុំចង់ធ្វើជាអ្នកនាងម្ចាស់ដ៏មានស្តុកស្តម្ភខ្ញុំទេទើបជាម៉ាក់របស់អ្នកចិនជូនេះហើយគឺជាលទ្ធផលនៃភាពលោភលន់លទ្ធផលរបស់ខ្ញុំក្នុងសាច់រឿងនេះខ្ញុំស្អាតបំផុតហើយអ្នកមិនអាចឲ្យខ្ញុំធ្វើជាស្រមោលផ្លាស់ប្ដូររហូតទេមែនទេបើមិនអញ្ចឹងចង់វេរលុយមែនទេបាទហើយលោកយាយតែងតែនិយាយថាចង់ជួបអ្នកដែលជាចៅប្រសាលោកយាយហេតុអីអ្នកមកទីនេះលោកប្រុសខ្ញុំនឹងចាស់ទុំចាងខ្លាចគេនិយាយថាអ្នកជាស្រីកំណាញ់ក៏ប្រាប់រឿងលោកអគ្គនាយកយានរៀបការហើយឲ្យលោកយាយដឹងទៅ
តើនរណាឲ្យអ្នកនិយាយបែបហ្នឹងខ្ញុំក៏មិនដឹងថាលោកអគ្គនាយកធានល្អចំពោះអ្នកដល់ថ្នាក់ហ្នឹងដែរឥឡូវនេះលោកយាយច្បាស់ជាយល់ច្រឡំហើយគិតថាអ្នកដែលដួលនៅមន្ទីរពេទ្យកាលពី6ឆ្នាំមុនគឺជាគាត់ហើយចង់ប្រើកូនដើម្បីដំឡើងឋានៈចូលទៅក្នុងគ្រួសារនឹងហើយអ្នកពិតជាខ្ញុំធ្វើការមិនកើតបង្កើតតែរឿងតើត្រូវធ្វើម៉េចទៅលោកយាយស្ដាប់ខ្ញុំពន្យល់សិនអូយអ្នកឯងពន្យល់ស្អីទៅនិយាយមកមើលគ្រួសារត្រកូលគូរបស់ខ្ញុំមិនក៏មានមនុស្សអសមត្ថភាពដូចជាអ្នកអញ្ចឹងរយៈពេលយូរណាស់ហើយនៅតែតាមយកចិត្តប្រសាឲ្យខ្ញុំមិនទាន់បានទៀតអ្នកសំបីតែចាញ់ក្មេងនៅខាងក្រៅផងលោកយាយមានន័យថាព្រមឲ្យខ្ញុំនឹងឈិនលូនៅជាមួយគ្នាហើយមែនទេតើខ្ញុំធ្លាប់ជំទាស់ពីពេលណាគាត់ទើបតែនិយាយថាអូយលោកយាយក្នុងរឿងភាគឥឡូវនេះសុទ្ធតែឆ្លាតមិនងាយជឿតាមខ្យល់បក់នោះទេតើលូជាមនុស្សបែបណាខ្ញុំបានស៊ើបដឹងច្បាស់តាំងពីយូរហើយលូមិនយកប្តីម្នាក់នេះក៏បានប៉ុន្តែលោកយាយម្នាក់នេះអ្នកមិនអាចមិនទទួលស្គាល់ទេមកឲ្យលោកយាយឲ្យខ្ញុំស្ដាប់បន្តិចមើលលោកយាយល្អតោះទៅផ្ទះជាមួយលោកយាយទៅលោកយាយនឹងឲ្យទ្រព្យសម្បត្តិទាំងអស់ទៅអ្នកអាហាខំប្រឹងតាំងពីយូរតែជាខ្ញុំដែលត្រូវគេដេញចេញពីផ្ទះទៅវិញអេលោកយាយប្រពន្ធសម្លាញ់ចាំខ្ញុំផងអេលោកយាយប្រញាប់ឡើង